រឿងផ្ដើមឡើងភ្លាមគឺជាផ្ទះវិនិច្ឆ័យហត់តែម្ដងគ្រួសារត្រកូលលេនទាំងមូលត្រូវគេសម្លាប់រង្គាលយ៉ាងព្រៃផ្សៃឪពុកម្ដាយរបស់ទូស្រីត្រូវស្លាប់យ៉ាងអាណោចអាធំដោយម្ដាយបានស្រែកប្រាប់កូនស្រីទាំងជឿចាប់ថាខេងរត់ទៅទូស្រីនាងលេនយំសោកបោកខ្លួនវាទៅអង្វរអាប្រុសចង្រៃឈ្មោះចេនដែលនាងធ្លាប់ទុកចិត្តនិងស្រឡាញ់ទាំងទឹកភ្នែកជោគមុខថាចេនជាទីស្រឡាញ់ដោយយោគយល់ដល់គ្រួសារខ្ញុំដែលបានទទួលចិញ្ចឹមអ្នកពេញមួយរយៈពេលនេះខ្ញុំសូមអង្វរអ្នកជួយសង្គ្រោះគ្រួសារលេនផងតែអ្នកអើយអាប្រុសចេននេះវាថោកទាបរកលេខដាក់គ្មានពេលវាបានបុណ្យស័ក្តិធំវាបែរជាឈោមើលយ៉ាងត្រជាក់ចិត្តអបព្រះនាងម្ចាស់កត្រីហើយតបទៅទូស្រីវិញយ៉ាងជឿចាប់ថាឥឡូវនេះខ្ញុំជាកូនប្រសាររបស់អធិរាជដ៏មានកិត្តិយសគ្រួសារលេនរបស់អ្នកគ្មានអ្វីក្រៅពីជាឧបសគ្គរារាំងផ្លូវខ្ញុំទេអ្នកយាមយកនាងទៅលក់នៅផ្ទះបានដែលស្មោកគ្រោកបំផុតទៅកាត់មកសាច់រឿងពិតវិញគឺមាននារីសម័យទំនើបម្នាក់កំពុងគេងអានរឿងនេះតាមទូរស័ព្ទអានដល់ឈុតនឹងនាងទ្រាំលែងបានក៏ស្រែកជារឿងនឹងថាចង្រៃអើយតើនេះជារឿងឈួតលប់អីហ្នឹងរឿងកំណើតថ្មីការសងសឹករបស់បណ្ឌិតកំពូលកូនស្រីច្បងជឿជាក់លើអាប្រុសតោងញីងនៅទងល់រហូតធ្វើឲ្យគ្រួសារត្រូវគេសម្លាប់ចោលហើយខ្លួនឯងត្រូវគេលក់ចូលផ្ទះបននិយាយមិនទាន់ផុតមាត់ផងស្រាប់តែវឹបនាងឆ្លងភពចូលទៅក្នុងសាច់រឿងនឹងតែម្ដងនាងតែកំភ្លៀងខ្លួនឯងមួយទំហឹងទើបដឹងថាវាមិនមែនជាការយកសពជឿមែនទែនវាមិនមែនជាសុបិនទេខ្ញុំពិតជាបានឆ្លងភពមកធ្វើជាអ្នកបម្រើនៅក្នុងសៀវភៅនេះមែននាងដឹងថាទូស្រីចៅហ្វាយនាងស្លូពេកគួរឲ្យអាណិតដូច្នេះនាងតាំងចិត្តថាដោយសារខ្ញុំនៅទីនេះហើយខ្ញុំនឹងជួយពួកគេសរសេរវាសនាដ៏កំសត់នេះឡើងវិញខ្ញុំនឹងកម្ចាត់ពួកជនពាលជួយសង្គ្រោះអ្នកនាងហើយប្រែក្លាយសាច់រឿងដ៏ឈួតលប់នេះទៅជារឿងប្រភេទស្ត្រីមានអំណាចវិញម្ដងនៅថ្ងៃដែលនោះអ្នកបម្រើផ្សេងទៀតកំពុងអញ្ញប់ញ័រព្រោះអាប្រុសចេនអាទូប្រុសអាក្រក់នឹងទើបតែប្រឡងចប់លេខ1នាងទូឯកយើងអ្នកបម្រើឆ្លងភពដឹងក្រឡានាងឈោអ៊ូក្នុងចិត្តតែម្នាក់ឯងថាអាមនុស្សអាក្រក់នឹងចិត្តមកដល់ភូមិគ្រឹះនេះដើម្បីរីកាដំណឹងល្អហើយវាគ្រាន់តែជាប្រុសតោងញីស៊ីរ៉ែប៉ុណ្ណោះមានអីត្រូវអួតមានសញ្ញាបត្រខ្ពស់មិនមែនមានន័យថាមានចរិតខ្ពង់ខ្ពស់ហើយណាតែរឿងដែលនឹកស្មានមិនដល់នោះគឺចៅវាយស្រីទូស្រីកំសត់ដែលឈោចិត្តនោះស្រាប់តែងាកមកសួរចំថាតើពាក្យប្រុសតោងញីមានន័យថាម៉េចនាងអ្នកបម្រើឆ្លងភពយើងភ័យស្លន់ស្លោលួចគិតក្នុងចិត្តថាមិនអាចទេនាងអាចលឺការគិតរបស់ខ្ញុំនិយាយលេចមាត់មែនជប់សិនខ្ញុំច្បាស់ជាមិនបានហើបមាត់ទេតាដើម្បីបិទបាំងនាងប្រញាប់ដោះសារភ្លាមអ្នកនាងប្រហែលជាស្ដាប់ច្រឡំហើយខ្ញុំគ្រាន់តែនិយាយថាអនាគតបងថ្លៃរបស់យើងគឺជានាងក្នុងចំណោមមនុស្សលោកគាត់ច្បាស់ជាប្រឡងជាប់ហើយតែទូស្រីមិនល្ងងទេនាងសម្លឹងមើលមុខអ្នកបម្រើហើយគិតក្នុងចិត្តយ៉ាងច្បាស់កាថាមាត់របស់នាងមិនបានកម្រាស់ទេសម្លេងនោះពិតជាចេញមកពីនាងមែនមិនអាចទេនាងមិនអាចជួយគំនិតរបស់ខ្ញុំបានឡើយតើខ្ញុំនិយាយជ្រុលមាត់មែនទេចាំបន្តិចខ្ញុំច្បាស់ជាមិនបានហើបមាត់និយាយផងហ្នឹងអ្នកនាងប្រហែលជាស្ដាប់ច្រឡំហើយខ្ញុំកំពុងនិយាយថាប្អូនថ្លៃនាពេលអនាគតរបស់យើងគឺជាមនុស្សអស្ចារ្យដូចជានាងក្នុងចំណោមមនុស្សលោកគាត់ច្បាស់ជាប្រឡងជាប់ហើយមាត់របស់នាងមិនបានកម្រាស់តតែសោះសម្លេងនោះពិតជាចេញពីនាងមែនអ្នកនាងរបស់ខ្ញុំស្អាតខ្លាំងណាស់ខ្ញុំពិតជាចង់ទៅក្បែរនាងណាស់ចាំបន្តិចតើខ្ញុំកំពុងគិតស្អីហ្នឹងខ្ញុំស្ទើរតែបញ្ចេញគំនិតរបស់ខ្ញុំម្ដងទៀតហើយតើនាងឈ្មោះអ្វីខ្ញុំបម្រើមានឈ្មោះថាអាអ៊ឺចាស់នាងជាក្មេងស្រីដែលគួរឲ្យចាប់អារម្មណ៍ណាស់ឈប់បោសសម្អាតទីធ្លាទៅមកបម្រើនៅសាលធំវិញខ្សែភ្នែករបស់នាងអំបញ្ញមិញនេះនាងមិនត្រឹមតែគួរឲ្យចាប់អារម្មណ៍នោះទេខ្ញុំពិតជាបានឮសំឡេងរបស់នាងមែននេះជាឱកាសដ៏សំខាន់សម្រាប់គ្រួសារយើងពិតមែនហើយពិតជាសោកសៅណាស់គ្រួសារទាំងមូលនេះគួរឲ្យអាណិតខ្លាំងណាស់គ្រួសាររបស់លោកមេតបមានចិត្តសប្បុរសបានយកក្មេងកំព្រានោះមកចិញ្ចឹមពួកគេបានផ្ដល់អាហារសម្លៀកបំពាក់និងការអប់រំដល់គេពួកគេថែមទាំងបានភ្ជាប់ពាក្យកូនស្រីរបស់ពួកគេជាមួយគេទៀតផងប៉ុន្តែបុរសអត់ញោមម្នាក់នេះបែរជាគិតថាអ្វីទាំងអស់គឺជាការប្រមាថមើលងាយទៅវិញនៅពេលដែលគេបានខ្លាចជាមហាបណ្ឌិតភ្លាមគេក៏បានទម្លាក់កំហុសលើពួកគេពីបក្បត់ជាភ្លាមតែម្ដងគ្រួសារទាំងមូលត្រូវបានប្រហារជីវិតនាងតូចត្រូវបានគេលក់ទៅឲ្យផ្ទះបនតើនេះជាការលេងសើចនឹងរាមជើងរបស់នរណាម្នាក់មែនទេវាជារឿងឥតន័យសោះថ្ងៃនេះអ្នកនាងរបស់ខ្ញុំមើលទៅស្រស់ស្អាតខ្លាំងណាស់គួរឲ្យស្ដាយណាស់ដែលនាងត្រូវបានគេបោកប្រាស់ដោយបុរសហ្វូនិកម្នាក់នោះចុងក្រោយនាងនឹងត្រូវគេលក់ទៅផ្ទះបនជាមិនខាននាងបានរអ៊ូតមតាំងពីដើមមកម្លេះពិតជាគួរឲ្យអាណោចអាធំណាស់តើនរណាជាអ្នកគួរឲ្យអាណិតទៅអូយខ្ញុំច្រឡំនិយាយអ្វីដែលកំពុងគិតចេញមកក្រៅទៀតហើយត្រូវប្រុងប្រយ័ត្នមាយាទជាស្រីផងអ្នកប្រុសធំគ្រាន់តែជាមនុស្សល្ងងម្នាក់គាត់ចាត់ទុកបុរសហ្វូនិកម្នាក់នោះដូចជាបងប្អូនបង្កើតនៅពេលគាត់ស្លាប់ដៃជើងរបស់គាត់នឹងត្រូវគេកាត់ដាច់ទាំងអស់តើមានរឿងអ្វីជាមួយបងប្អូនទាំងពីរអ្នកនៅថ្ងៃនេះទាំងពីរអ្នកមើលទៅហាក់ដូចជាមិនស្មុគក្នុងចិត្តសោះលោកម្ចាស់និងលោកស្រីគឺជាមនុស្សដែលល្ងងបំផុតពួកគាត់បានលះបង់គ្រប់បែបយ៉ាងដើម្បីជួយឧបត្ថម្ភការសិក្សារបស់គេប៉ុន្តែនៅពេលគេបានខ្លាចជាអ្នកចេះដឹងជាន់ខ្ពស់គេនឹងរីកាប្តឹងមេតបភ្លាមត្រកូលទាំងមូលនឹងត្រូវប្រហារជីវិតបងប្រុសបងក៏វាដែរមែនទេអញក៏វាដែរមែនទេគ្រាន់តែចាក់ស្រាបន្តទៅខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីហើយអ្នកប្រឡងចប់លេខ1ត្រកូលចិនត្រឡប់មកវិញហើយលោកពូលោកអ៊ីនឈីងហ៊ឺបងប្រុសខ្ញុំជីមីមិនបានធ្វើឲ្យអ្នករាល់គ្នាខកបំណងឡើយខ្ញុំបានប្រឡងជាប់ចំណាត់ថ្នាក់លេខ1ហើយលោកពូលោកមីងអបអសាទរក្មួយប្រុសចិនដោយសារតែក្មួយប្រឡងជាប់ហើយក្មួយគួរតែសម្រាប់ឲ្យបានច្រើនចុះពួកយើងទៅវិញហើយទីធ្លាផ្ទះទៅតែពោពេញដោយផ្លែឈើនិងសូត្រពណ៌ក្រហមហើយឥឡូវនេះបងមិនព្រមសំបីតែនៅផឹកស្រាមួយកែវផងមែនទេបងប្រុសតើថ្ងៃនេះបងកើតអ្វីហ្នឹងតើអ្នកទាំងអស់គ្នាមិនសប្បាយចិត្តទេមែនទេដែលខ្ញុំបានប្រឡងជាប់លេខ1នោះអ្នកប្រុសធំពិតជាឆោតល្ងងណាស់ចាត់ទុកបុរសហ្វូនិកលំដាប់កំពូលម្នាក់នេះដូចជាបងប្អូនបង្កើត
នៅពេលគាត់ស្លាប់ដៃជើងរបស់គាត់ត្រូវបានគេកាប់ផ្ដាច់ទាំងអស់ពួកយើងសប្បាយចិត្តណាស់ខ្ញុំមានភារកិច្ចយោធាត្រូវទៅចាត់ការខ្ញុំសូមលាសិនហើយចិនឡាងអបអសាទរផងណាខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួនសោះខ្ញុំនឹងអបអសាទរជាមួយបងនៅថ្ងៃក្រោយចិនឡាងតើមានរឿងអ្វីកើតឡើងឲ្យប្រកាសទៅពន្យល់ឲ្យច្បាស់សិនចាំទៅលេងខ្ញុំទៅអូឥឡូវនេះអញដើរមកផ្លូវនេះហើយមែនទេយកអំបោះមកជាផ្លូវសិនទៅអ្នកប្រុសកំរាលឥតមិនទាន់ស្អាតនៅឡើយទេទុកឲ្យខ្ញុំបោះសម្អាតគ្រោះចង្រៃរបស់លោកចេញទៅចុះមេបំរើចង្រៃមេបំរើចង្រៃហេតុអ្វីបានជាអញធ្វើបែបហ្នឹងតើអញមានបញ្ហាអ្វីជាមួយគូដណ្ដឹងរបស់ខ្ញុំមែនទេខ្ញុំមិនហ៊ានទេខ្ញុំគ្រាន់តែមិនចង់ឲ្យនរណាម្នាក់មកធ្វើបាបអ្នកនាងឡើយសូម្បីតែគាត់ក៏ដោយចាប់ពីពេលនេះទៅឯងមិនបាច់ធ្វើការងារបោះសម្អាតទៀតទេមកបម្រើនៅក្នុងបន្ទប់របស់ខ្ញុំវិញតើមកពីក្បាច់រាំអំបោះដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្ញុំមែនទេអញបោះហុយធូលីពេញសាលអស់ហើយគាត់ឆ្លុះឲ្យក្អកទៀតផងអ្នកបម្រើដែលហ៊ានបោះធូលីដាក់មុខអ្នកប្រឡងជាប់លេខ1អញជាអ្នកដំបងគេបង្អស់ហើយគាត់មិនព្រមលេងរឿងនឹងឡើយកំរាលអធិខ្វក់ត្រូវតែបោះសម្អាតខ្ញុំមិនខ្វល់ថាគាត់ជាអ្នកណាឡើយជប់និយាយយូរដងទៅហើយទៅឆុងតែថ្មីទៅការចូលទៅចិត្តអ្នកនាងម្ចាស់គឺជាជំហានដំបូងដើម្បីផ្លាស់ប្ដូរវាសនារបស់ឯងខ្ញុំត្រូវតែដោះស្រាយជាមួយអាមនោះថោកទៀតនោះសិនលោកប្រុសចេនសូមរងចាំសិនអ្នកនាងម្ចាស់កំពុងតែស្លៀកពាក់វាមិនសមរម្យទេនៅពេលនេះជិះចេញទៅបើមានអ្វីត្រូវនិយាយពីត្រង់នេះទៅឯងជាអ្នកបម្រើហ៊ានណាស់មកធ្វើរកពីប្រហែលដាក់ខ្ញុំជីងហ្វាកុំគ្មានមីយិតអីឈីងហ្វាថ្ងៃនេះខ្ញុំឆេបឆាវពេកហើយខ្ញុំគ្រាន់តែមិនយល់សោះឪពុកម្ដាយរបស់អូនប្រព្រឹត្តចំពោះបងដូចជាកូនបង្កើតឥឡូវនេះបងបានខ្លាចជាអ្នកប្រឡងជាប់លេខ1ហើយហេតុអ្វីបានជាអ្នករាល់គ្នាគេចពីបងដូចជាគេពីជំងឺអាសន្នរោគអញ្ចឹងឈីងហ្វាពួកយើងចិត្តរៀបការនឹងគ្នាហើយបងមិនចង់ឲ្យមានការអាក់អន់ចិត្តរវាងពួកយើងឡើយអូយស្លុតចិត្តណាស់របូតដៃបាត់អភ័យទោសផងលោកប្រុសគាត់ទើបតែត្រឡប់មកពីជួបស្រីស្នេហ៍នៅផ្ទះបន្សោះឥឡូវចង់មកប៉ះពាល់អ្នកនាងរបស់ខ្ញុំទៀតមនុស្សខកខ្វក់ដូចជាលោកតើសំនឹងប៉ះគាត់ទេអីគេគាត់មានស្រីផ្សេងនៅខាងក្រៅមែនទេមានស្រីផ្សេងនៅខាងក្រៅមែនទេចិនឡាញ់ក្លិននៅលើខ្លួនបងឈួរខ្លាំងណាស់ងាប់ហើយលើកមុនខ្ញុំពាក់អាវនេះទៅផ្ទះបនហើយភ្លេចយកវាទៅបោកឈីងហ្វាអូនយកច្រឡំហើយថ្ងៃនេះមិត្តរួមការងាររបស់បងបានអូសបងទៅហាងស្រាពួកគេបានហៅស្រីច្រៀងកំដៅមកសម្ដែងប្រហែលជាជាប់ក្លិនម្សៅរបស់ពួកគេហើយចាំបងទៅផ្លាស់សម្លៀកបំពាក់សិនរួចចាំពួកយើងនិយាយគ្នាគាត់ពិតជាចេះបង្កើតរឿងកុហកបានលឿនមែនមិនបាច់ទេខ្ញុំគ្រាន់តែចង់បានភាពស្ងប់ស្ងាត់តែប៉ុណ្ណោះក្លិននៅលើខ្លួនគាត់នឹងពាក្យសម្ដីចេញពីមាត់របស់គាត់តាមមួយណាជាការពិតប្រាកដទៅលើកមុនបោះមិនទាន់បានស្អាតល្អទេដល់ពេលត្រូវប្រើវិធីផ្សេងហើយខ្ញុំនឹងរកនរណាម្នាក់ទៅលបួងគាត់ហើយចាប់គាត់ឲ្យបានទាំងភស្តុតាងជាក់ស្ដែងបងស្រីសូនយ៉ាលោកប្រុសចេនបានចូលទៅក្នុងផ្ទះបានកាលពីសៀមម្សិលមិញគាត់មិនបានចាក់ចេញរហូតដល់យប់ជ្រៅហើយថែមទាំងបានបីស្រីពេស្យានៅក្នុងដៃទៀតផងកុំសបផ្សាយរឿងនេះឲ្យសោះប្រសិនបើអ្នកនាំទុកទោសដល់ភូមិគ្រីមេតបអ្នកនឹងត្រូវទទួលខុសត្រូវចាស់អ្នកនិយាយត្រូវហើយពួកយើងបានស្គាល់នឹងនៅជាមួយគ្នាជាច្រើនឆ្នាំមកនេះហើយអ្វីបានជាគាត់ធ្វើបែបនេះដាក់ខ្ញុំតាមមកពីខ្ញុំមិនល្អគ្រប់គ្រាន់មែនទេអ្នកនាងអ្នកស្រស់ស្អាតខ្លាំងណាស់ជាស្រីស្អាតគ្មានគូប្រៀបពិតប្រាកដមែនតើវាអាចជាកំហុសរបស់អ្នកនាងទៅកើតយ៉ាងដូចម្ដេចវាច្បាស់ជាបញ្ហារបស់គាត់ហើយមនុស្សថោកទាបម្នាក់នោះមិនសមនឹងអ្នកនាងតតែសោះអ្នកនាងគួរតែបែកគ្នាជាមួយគាត់ទៅមនុស្សថោកទាបភ្ញាក់ខ្លួនអូយផ្លត់មាត់និយាយពាក្យសម័យថ្មីទៀតហើយខ្ញុំចង់មានន័យថាអ្នកនាងគួរតែកាត់ដាច់ពីគាត់ទាំងស្រុងទៅសម្បកក្រៅធ្វើពុតជាស្មោះស្ម័គ្រតែលួចលាក់ដល់លេងស្រីញីនៅផ្ទះបនហេតុអ្វីត្រូវរក្សាទុកមនុស្សស្មោកគ្រោកបែបនេះធាក់ក្បាលគាត់ចោលទៅអញប្រយ័ត្នសម្ដីបន្តិចទៅលោកប្រុសខ្ញុំដឹងហើយមូលហេតុដែលអ្នកនាងលៀនគេចមកពីលោកប្រុសប៉ុន្មានថ្ងៃនេះគឺដោយសារតែនាងដឹងរឿងដែលលោកប្រុសទៅផ្ទះបនតានាងដឹងដោយរបៀបណាគឺអ្នកបម្រើនៅក្នុងបន្ទប់របស់នាងឈ្មោះអាយ៉ាបានចាត់មនុស្សឲ្យទៅប្រាប់រួចនាងក៏រីកាត្រឡប់ទៅវិញត្រឹមតែអ្នកបម្រើម្នាក់ហ៊ានប្រឆាំងនឹងខ្ញុំផងអេខ្ញុំនឹងឲ្យគ្រូសាលីនទាំងមូលសងថ្លៃនេះនៅពេលក្រោយត្រឹមតែអ្នកបម្រើម្នាក់ហ៊ានមកបំផ្លាញខ្ញុំផងតំណែងរបស់ខ្ញុំនៅក្នុងរាជវាំងមិនទាន់មានលំនឹងនៅឡើយទេខ្ញុំមិនអាចបាត់បង់ការគ្រប់គ្រងពីមេតបនៅពេលនេះបានទេជីងហឺចិត្តទុនណាស់នាងអាចលួងលោមបានតែមិនអាចបង្ខិតបង្ខំបានទេចូលរៀបចំកាដូទៅពួកយើងនឹងទៅភូមិគ្រីមេតបនៅថ្ងៃស្អែកតើលោកប្រុសមានបំណងចង់ពន្យល់ទេលោកប្រុសទេគឺទៅលុតជង្គង់អ្នកនាងគាត់នៅតែត្រហោយនៅខាងក្រៅនោះដដែលទោះបីជាត្រូវបានបដិសេធជាច្រើនដងក៏ដោយក៏គាត់នៅតែមានការតស៊ូគួរឲ្យភ្ញាក់ផ្អើលដែរឈិងហឺខ្ញុំមិនមែនមកទីនេះដើម្បីសុំការអភ័យទោសពីអូននោះទេខ្ញុំមានរឿងតែពីរម៉ាត់ប៉ុណ្ណោះចង់និយាយចប់ហើយខ្ញុំនឹងចាក់ចេញទៅអ្នកនាងមើលទៅខាងក្រៅត្រជាក់ស្រទុំតែចិត្តរបស់នាងចាប់ផ្ដើមទុនម្ដងទៀតហើយខ្ញុំទៅផ្ទះបាននោះគឺដោយសារតែមិត្តរួមការងារបង្ខំឲ្យខ្ញុំទៅចូលរួមការងារសង្គមតែប៉ុណ្ណោះពួកយើងស្គាល់គ្នារយៈពេល10ឆ្នាំមកហើយអូនដឹងច្បាស់ជាងអ្នកណាទាំងអស់ថាបងជាមនុស្សបែបណាឬមួយក៏អូនពិតជាស្អប់ខ្ពើមបងពីក្នុង
chết bật ménក្រោកឡើងមកខ្ញុំមិនដែលនិយាយថាខ្ញុំមិនជឿបងនោះទេប្រសិនបើមានលើកក្រោយទៀតខ្ញុំជីនស៊ីមីនឹងត្រូវរន្ទះបាញ់ស្លាប់ជាមិនខានគាត់ច្បាស់ជាដឹងថាអ្នកនាងរបស់ខ្ញុំនឹងចាញ់ល្បិចនេះជាមិនខានបងធ្លាប់និយាយថាពួកយើងនឹងនៅជាមួយគ្នាអស់មួយជីវិតតែពីរអ្នកគត់ឥឡូវនេះបងនៅចាំរឿងនោះទេតើគាត់អាចចាំបានយ៉ាងម៉េចទៅមានតែសម្ដីផ្អែមល្ហែមនៅលើបូមាត់ជំហានបន្ទាប់របស់គាត់គឺលួងលោមអ្នកនាងឲ្យធ្វើជាស្រីស្នំរបស់គាត់ហើយអូពិតណាស់បងចាំហើយអ្វីបានជាលើកឡើងពីរឿងនេះភ្លាមអញ្ចឹងខ្ញុំទើបតែនឹកឃើញថាខ្ញុំមានការងារខ្លះត្រូវទៅចាត់ការចាំនិយាយគ្នានៅថ្ងៃក្រោយចុះគ្រាន់តែនិយាយដល់រឿងនេះភ្លាមគាត់រត់លឿនជាងទន្សាយទៅទៀតជង្គង់របស់គាត់ប្រហែលជាធ្វើពីដាច់ហើយមើលទៅគាត់បានបដូរផ្លាស់ហើយរីកសារប្រកាសជាច្រើនថ្ងៃមកហើយតែអ្នកនាងធ្វើដូចជាគ្មានរឿងអ្វីកើតឡើងសោះតើអ្នកនាងពិតជាកាត់ចិត្តបានមែនទេស៊ុបគ្រាប់ជូបមួយចាននិងតែល្វីងមួយចានអ្នកនាងស៊ុបគ្រាប់ជូបនេះផ្អែមណាស់បើអ្នកនាងមានអារម្មណ៍ថាល្វីងគ្រាន់តែបដូរមកញ៉ាំចានផ្អែមវិញទៅមនុស្សយើងក៏ដូចគ្នាដែរបើជួបមនុស្សខុសគ្រាន់តែស្វែងរកអ្នកថ្មីទៅអ្នកនាងពិតជាកាត់ចិត្តបានមែនអ្នកនាងទាំងស្អាតទាំងចិត្តល្អហើយថែមទាំងឆ្លាតវៃទៀតមនុស្សថោកទាបម្នាក់នោះមិនសមនឹងអ្នកនាងតតែសោះអញនេះពូកែនិយាយលេងសើចណាស់មែនទេតោះទៅគ្នាខ្ញុំនឹងនាំអញទៅញ៉ាំអាហារឆ្ងាញ់នៅភោជនីយដ្ឋានមកហើយអ្នកនាងជីងហាអាយ៉ាកុំខ្វល់ពីគាត់អីជីងហាបងដឹងថាអូនបន្ទោសបងប៉ុន្តែការរៀបអភិសេកតាមរាជបញ្ជានេះគឺត្រូវបានបង្ខំលើបងទេបងគ្មានជំរឿនឡើយអូនទៅតែជាបងណាក្នុងចិត្តរបស់បងមានតែអូនម្នាក់គត់បងនឹងមិនក្បត់អូនឡើយក្នុងជាតិនេះជីងហាចំណងស្នេហ៍ដែលពួកយើងមានជាច្រើនឆ្នាំមកនេះតើអូនភ្លេចអស់ហើយមែនទេអ្នកនាងប្រហែលជាមិនចាញ់បោកគាត់ម្ដងទៀតទេមែនទេសូមកុំអីណាអ្នកនាងអ្នកនាងគាត់ជាមនុស្សក្បត់ចិត្តមិនអាចទុកចិត្តបានឡើយគាត់បានភ្ជាប់ពាក្យជាមួយព្រះនាងចាវ៉ារួចទៅហើយតើគាត់អាចស្មោះត្រង់នឹងអ្នកនាងយ៉ាងម៉េចទៅគាត់ច្បាស់ជាកំពុងរកលេសដោះសារតែប៉ុណ្ណោះពេលចៅហ្វាយអញនិយាយមិនមែនជាកន្លែងដែលស្រីបំរើជាន់ទាបដូចជាអញមកកាត់សម្ដីនោះទេអាយ៉ានិយាយត្រូវហើយអញពូកែតែនិយាយផ្អែមល្ហែមទេតែឥឡូវនេះមនុស្សទូទាំងក្រុងដឹងអស់ហើយព្រះចៅអធិរាជបានផ្សំគុំអញចំពោះព្រះនាងតើអញអាចធ្វើអ្វីបានទៅតើនាងទុកផ្លូវថយខ្លះមែនទេឈីងហឺរីកបញ្ជាមិនអាចប្រឆាំងបានឡើយខ្ញុំគ្មានជំរឿផ្សេងឡើយតែបើអូនអាចទុកចិត្តបងហើយព្រមធ្វើជាស្រីស្នំរបស់បងស្បត់ថានឹងមិនធ្វើបាបអូនឡើយថ្ងៃក្រោយពេលមានឱកាសបងនឹងរកវិធីលើកដំកើងអូនឲ្យធ្វើជាភរិយាស្មើមុខស្មើមាត់ពិតជាល្បិចឥតខ្មាស់មែនរីកសារទើបតែមកដល់សោះតែអ្នកឯងរៀបចំឋានៈឲ្យខ្ញុំរួចជាស្រេចទៅហើយយ៉ាងលំអិតសក់គ្រប់ទៀតផងឬមួយក៏អ្នកឯងរៀបផែនការនេះយូរមកហើយឈុនស៊ីមីតើឯងគិតថាខ្ញុំជាមនុស្សល្ងងមែនទេឬក៏ឯងគិតថាមនុស្សទូទាំងលោកខ្វាក់ភ្នែកអស់ហើយនិយាយបានល្អណាស់ស្រីស្រស់និយាយទៀតទៅចេះវាទៅកំតិចប្រុសស្អាតម្នាក់នេះទៅមិននឹកស្មានថានាងមិនត្រឹមតែស្អាតនោះទេថែមទាំងមានប្រាជ្ញាវាងវៃយ៉ាងនេះទៀតត្រូវតែបកស្រទាប់មុខពុតរបស់វាចេញបែបហ្នឹងអ្នកក៏តែមិនជឿបងក៏ហីទៅចុះបងទទួលយកបានតែឈីងហឺយើងនៅជាមួយគ្នាអស់រយៈពេល10ឆ្នាំហើយសូម្បីតែអូនក៏មិនទុកចិត្តបងដែរឬបងដឹងថាបងមានប្រភពមកពីគ្រួសារសាមញ្ញឋានៈទាបទូនទាបគ្រួសារអូនតែងតែមើលញីបងមិនអីទេចុះក្នុងពេលដែលអូនមិនព្រមអត់ទោសឲ្យបងថ្ងៃនេះបងនឹងយកជីវិតមកបញ្ជាក់ពីភាពស្មោះត្រង់ដើម្បីបង្ហាញថាបងស្រឡាញ់អូនខ្លាំងកម្រិតណាពិតជាសម្ដែងបានល្អមែនល្បិចចាស់ដែលយំសោកបង្កើតរឿងតាមមិនមែនចង់ប្រើការគំរាមកំហែងបែបសិលធម៌ដើម្បីបង្ខំឲ្យអ្នកនាងម្ចាស់យល់ព្រមទេបើអញក្លាហានម្លឹងហើយអ្វីមិនស្លាប់ឲ្យពួកយើងមើលទៅឈីងហឺបើជាតិនេះយើងគ្មានវាសនាធ្វើជាប្តីប្រពន្ធនឹងគ្នាទេនោះយើងត្រូវតែសាំងនិស័យជាមួយគ្នានៅជាតិក្រោយទៀតបើថ្ងៃនេះបងស្លាប់នៅទីនេះអូនគួរតែស្វែងរកអ្នកដែលស្រឡាញ់និងថែរក្សាអូនពិតប្រាកដហើយបំភ្លេចរូបបងឲ្យអស់ទៅសូមឲ្យអូនបានជួបគូជីវិតដើម្បីរួមរស់ជាមួយគ្នាអស់មួយជីវិតកូនស្រីច្បងរបស់ភូមិគ្រីមេតបចិត្តនាងដាច់ធម៌មេតាពេកហើយបណ្ឌិតឯកសុខចិត្តស្លាប់ដើម្បីនាងទៅហើយពិតមែនហើយប្រសិនបើនាងជាស្រីគ្រប់លក្ខណៈពិតមែននាងគួរតែស្លាប់តាមគាត់ទៅអ្នកនាងក្នុងពេលដែលគាត់ទូចង់ស្លាប់ម្លឹងពួកយើងបំពេញបំណងគាត់ទៅអ្នកនាងហើយអ្វីមិនសាកល្បងវិធីនេះមើលទៅថយមួយជំហានដើម្បីទៅមុខចាំមើលថាតើគាត់នឹងបញ្ចប់ល្ខោននេះដោយរបៀបណាឈុនលីខ្ញុំជាកូនស្រីស្របច្បាប់របស់ភូមិព្រឹសមេតបគ្មានផ្លូវដែលខ្ញុំរំធ្វើជាស្រីសម្ឡើយប៉ុន្តែដោយសារតែបងមានចិត្តស្មោះស្ម័គ្រនឹងខ្ញុំខ្លាំងណាស់ខ្ញុំពិតជាចុះយ៉ាងម៉េចដែរបងទៅកាន់លោកខាងមុខមុនទៅពេលដែលបងលាចាក់លោកទៅខ្ញុំក៏មិនរស់នៅសូម្បីតែមួយថ្ងៃទៀតដោយគ្មានបងដែរគឺជានាងបំរើចង្រៃនោះទៀតហើយមិនអីទេមិនអីទេឈីងហឺខ្ញុំនឹងទៅស្លាប់ឥឡូវនេះហើយលេងខ្ញុំទៅឲ្យខ្ញុំស្លាប់ទៅលោកម្ចាស់បងមិនអាចស្លាប់បានទេប្រសិនបើខ្ញុំមិនអាចនៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់បានបើដូច្នោះមែនគ្មានន័យអ្វីដែលត្រូវរស់នៅទៀតទេប្រសិនបើបងប្រឆាំងនឹងរីកសាមិនត្រឹមតែបងត្រូវបាត់បង់ជីវិតប៉ុណ្ណោះទេប៉ុន្តែបងក៏នឹងនាំមកនូវសេចក្តីវិនាសដល់ក្រុមគ្រួសារទាំងមូលរបស់កញ្ញាលីនផងដែរវ៉ាវការសម្ដែងរបស់គាត់ពិតជាគួរឲ្យជឿជាក់ណាស់ឈីងហឺគាត់និយាយត្រូវហើយខ្ញុំមិនអាចអាត្មានិយមបែបនេះបានទេដើម្បីការពារភូមិគ្រឹះមេតបខ្ញុំមិនអាចប្រឆាំងនឹងរីកសាបានឡើយខ្ញុំសន្យានឹងអូនថាអូននឹងតែងតែមានកន្លែងមួយនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ចពិតជាការសម្ដែងដ៏អស្ចារ្យមែនឈិនស៊ីមីដោយសារតែលោកបានជ្រើសរើសរួចហើយដូច្នេះចាប់ពីថ្ងៃនេះទៅការភ្ជាប់ពាក្យរបស់យើងត្រូវបានលុបចោល
ចាប់ពីពេលនេះទៅយើងទាំងពីរមានសេរីភាពក្នុងការរៀបការហើយគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតទេលោកម្ចាស់តើលោកមិនអីទេរបួសរបស់លោកនៅតែហូរឈាមនៅឡើយខ្ញុំនឹងនាំលោកទៅជួបគ្រូពេទ្យភ្លាមគាត់គិតថាខ្លួនឯងកំពុងសម្ដែងរឿងភាគមែនទេគួរឲ្យខ្ពើមណាស់គ្រាន់តែឆ្កួតបន្តិចសោះទៅរកគ្រូពេទ្យដែរជប់មើលរឿងភាគទៅត្រឡប់ទៅភូមិគ្រឹះវិញមកហើយអ្នកនាងពិតជាមានភ្នែកមុតមែននេះជាត្បូងថ្មខៀវហ៊ីសិនកម្រិតកម្ពុជាវានឹងមើលទៅស្រស់ស្អាតខ្លាំងណាស់នៅលើខ្លួនអ្នកនាងអូមួយនេះប្លែកភ្នែកណាស់ខ្ញុំយកមួយនេះហើយខ្ញុំឆ្ងល់ថាជាអ្នកណាតើគឺលីងឈីងហ៊ឺសោះអ្វីដែលខ្ញុំពេញចិត្តខ្ញុំមិនដែលបោះបង់ឲ្យអ្នកអត់ទេឡើយទោះជាយ៉ាងណាតើអញទិញបញ្ចូលដកសក់នឹងទៅមានប្រយោជន៍អីឈិនជាទីស្រឡាញ់របស់ខ្ញុំនឹងក្លាយជាស្វាមីខ្ញុំក្នុងពេលឆាប់នេះហើយគេគ្មានពេលសម្រាប់មនុស្សកំដរអារម្មណ៍ដូចជាអញឡើយអ្នកនាងរបស់ខ្ញុំមានទាំងរូបសម្រស់និងសមត្ថភាពអញគ្រាន់តែជាព្រះនាងដែលពឹងផ្អែកលើពុករបស់ខ្លួនប៉ុណ្ណោះតើមានអ្វីអស្ចារ្យទៅមនុស្សប្រុសដែលចង់បានតែទ្រព្យគេដូចជាឈិនស៊ីមីទោះបីជាឲ្យទេក៏នាំតែស្អីដែរហើយអញនៅមានមុខមកដណ្ដើមគេទៀតថាបាននិយាយពីបញ្ចូលដកសក់វិញព្រះនាងឲ្យវាជាសំណាងរបស់បញ្ចូលដកសក់ហើយដែលអញចាប់អារម្មណ៍លេខរបស់សោពីខ្ញុំចំពោះបរិសម្នាក់នោះវិញបើអញពេញចិត្តគេដែរនោះយកគេទៅតាមចិត្តចុះយ៉ាងណាមិញរបស់ខ្លះទោះបីជាស្រោបដោយមាសនិងដាំដោយត្បូងក៏ដោយប៉ុន្តែវាគ្រាន់តែជាសម្រាប់នៅខាងក្នុងប៉ុណ្ណោះមិនថាវាពិតឬអត់នោះទេប្រយ័ត្នត្រូវគេបោកប្រាស់ណាព្រះនាងលីងឈីងហឺតើអញចង់មានន័យថាម៉េចឲ្យប្រកាសវ៉ាល់អ្នកនាងរបស់ខ្ញុំនិយាយចាក់ដោតចំតែម្ដងខ្ញុំមានន័យតាមនឹងឯងព្រះនាងពិតជាមានភ្នែកមុតស្រួយក្នុងការមើលរបស់ទ្រព្យមែនអ្វីក៏ដោយដែលត្រូវភ្នែកព្រះនាងគឺច្បាស់ជារបស់ល្អពិតប្រាកដហើយចំណែកឯរបស់ដែលខ្ញុំរនេះគ្រាន់តែជាគ្រឿងអលង្ការធម្មតាប៉ុណ្ណោះក្នុងពេលដែលព្រះនាងសពរតីខ្ញុំនឹងទុកវាឲ្យព្រះនាងចុះទុកឲ្យខ្ញុំមកហប់ធ្វើដូចជាអញសំណាអីចឹងទោះបីជាខ្ញុំវាឲ្យខ្ទេចក៏ដោយក៏ខ្ញុំមិនទុកវាឲ្យអញដែរគឺនាងអញទេដែលមិនសមគ្រូសានាងអញទាំងមូលសុទ្ធតែមិនសមទាំងអស់អម្នាក់ចិនជីមីនោះគ្រាន់តែជាមនុស្សតង់ស្រីដើម្បីបានឡើងបុណ្យស័ក្តិប៉ុណ្ណោះឲ្យគេទៅអ្នកនាងខ្ញុំនាំតែចង្រៃទេតែនាងអញបែរជាចាត់ទុកគេដូចជារបស់មានតម្លៃទៅវិញព្រះនាងមានបន្ទូលត្រូវហើយដកសក់នេះពិតជាមិនស័ក្តិសមនឹងខ្ញុំពិតមែនរបស់របបរៀបដូចជាមនុស្សគុណភាពត្រូវតែសមនឹងម្ចាស់ឥឡូវនេះវាជារបស់ព្រះនាងហើយទីបំផុតវាបានរកឃើញកន្លែងដ៏ស័ក្តិសមរបស់វាហើយកន្លែងដ៏ស័ក្តិសមមែនហើយមនុស្សចង់ឡើងខ្ពស់រកបានមេឃឈើខ្ពស់ហើយដកសក់បាក់រកបានមនុស្សល្ងងមកទទួលយកសម្ដីអ្នកនាងខ្ញុំសម្រាប់មនុស្សមិនបាច់ហូរឈាមទេនាងអញហ៊ានណាស់សូមព្រះនាងស្មោះព្រះតេសិនទៅមានរាជជាច្រើនកំពុងមើលពីខាងក្រៅបង្កចំនួននាំតែខូចកិត្តិយសរបស់ព្រះនាងទេមើលស្អីហ្នឹងខ្ចប់ដកសក់នេះឲ្យខ្ញុំភ្លាមមិនអីទេខ្ចប់ឲ្យព្រះនាងមុនទៅខ្ញុំនឹងរើសរបស់ផ្សេងទៀតក្រាបទូព្រះនាងទូបង្គំមកយឺតហើយជីងហឺអញមកធ្វើអីនៅទីនេះអាមនុស្សថោកទាបមកដល់ហើយជីមីនាងធ្វើបាបខ្ញុំជីងហឺសៀបហួរនៅក្មេងហើយមិនដឹងអីទេកុំប្រកាន់ខឹងអីនៅក្មេងហោះនាងបងអ្នកនាងខ្ញុំ2ឆ្នាំឯណោះគេពិតជានិយាយកុហកទាំងភ្នែកស្រឡះមែនលោកប្រុសចិនបារម្ភច្រើនពេកហើយខ្ញុំគ្មានគំនុំអ្វីជាមួយព្រះនាងឡើយល្អហើយជីងហឺតាមពិតទៅខ្ញុំតែងតែចង់ប្រាប់អូនថាមនោសញ្ចេតនាខ្ញុំចំពោះអូនមិនដែលប្រែប្រួលឡើយវាគ្រាន់តែជារីកសារសំគុំអាពីពីប៉ុណ្ណោះអីចឹងលោកប្រុសចិនមានអារម្មណ៍ថាធ្វើខុសចំពោះខ្ញុំមែនទេគ្រាន់តែដោយសារតែលោកត្រូវបានបង្ខំឲ្យរៀបការជាមួយនាងចុះហេតុអ្វីបានជាលោកមិននិយាយនៅចំពោះមុខព្រះនាងនិយាយវាម្ដងទៀតមើលតើនរណាជាអ្នកដែលលោកចង់រៀបការជាមួយពិតប្រាកដនិយាយមិនចេញមែនទេអីចឹងទុកឲ្យខ្ញុំនិយាយជំនួសលោកចុះការរៀបការជាមួយសៀវហួរគ្រាន់តែជាមធ្យោបាយដើម្បីសម្រេចគោលបំណងប៉ុណ្ណោះនៅពេលដែលខ្ញុំមានអំណាចនៅថ្ងៃអនាគតខ្ញុំនឹងមានផែនការដ៏ច្បាស់លាស់មួយដើម្បីកម្ចាត់នាងចោលនៅពេលដែលលោកម្ចាស់ច័ន្ទក្បត់មនោសញ្ចេតនារបស់ខ្ញុំគាត់បានរៀបចំផែនការបោះបង់ព្រះនាងរួចជាស្រេចទៅហើយឯងមិនដែលនឹកស្មានថាព្រះនាងកំពុងស្ដាប់នោះទេមែនទេចាំបន្តិចសម្បត្តិនេះត្រូវបានស្ទាក់ចាប់បានដោយមេតបការពីព្រឹកមិញនេះឯងជាគ្រាន់តែជាមធ្យោបាយដើម្បីសម្រេចគោលបំណងកំចាត់ខ្ញុំចោលក៏ឯងបានកុហកពេលដែលឯងនិយាយថាស្រឡាញ់ខ្ញុំសៀវហួរឲ្យខ្ញុំពន្យល់សិនទាំងនោះគ្រាន់តែជាសម្ដីដែលខ្ញុំនិយាយកាលពីពេលនោះទេដើម្បីទប់ទល់នឹងគ្រូសាលីនតែប៉ុណ្ណោះមនោសញ្ចេតនាដែលខ្ញុំមានចំពោះនាងគឺពិតប្រាកដមែនសៀវហួរចាំមើលចុះតោះទៅសម្បត្តិនោះត្រូវបានស្ទាក់ចាប់បានកាលពីព្រឹកមិញនេះឯងនាងកញ្ញាបានយកវាទៅហាងលក់គ្រឿងអលង្ការនាងប្រហែលជាគ្រាន់តែមកជ្រើសរើសប៉ុន្តែជំនួសឲ្យការជ្រើសរើសដកសក់នាងបែរជាជ្រើសរើសបានមនុស្សអាក្រក់ទៅវិញអ្នកនាងពិតជាពូកែរៀបចំផែនការមែនសៀវហួរឲ្យខ្ញុំពន្យល់សិនពន្យល់អីមនុស្សគ្រប់គ្នានៅក្នុងហាងគ្រឿងអលង្ការបានឮទាំងអស់គ្នាហើយនៅក្នុងសម្បត្តិដែលអញសរសេរទៅកាន់លីនចិនធានអញនិយាយថាការរៀបការជាមួយខ្ញុំគ្រាន់តែជាមធ្យោបាយដើម្បីសម្រេចគោលបំណងប៉ុណ្ណោះខ្ញុំពិតជាបានសរសេរសម្បត្តិនោះមែនខ្ញុំមិនបដិសេធឡើយអញព្រមទទួលស្គាល់ហើយមែនទេប៉ុន្តែលីនចិនធានជាអ្នកបង្ខំឲ្យខ្ញុំសរសេរវាគាត់បានហៅខ្ញុំចូលទៅក្នុងបន្ទប់អានសៀវភៅរបស់គាត់ហើយប្រាប់ខ្ញុំថាខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់របស់គ្រូសាលីនហើយការរៀបការជាមួយកូនស្រីរបស់គាត់គឺជាមធ្យោបាយតែមួយគត់ដើម្បីសងគុណពួកគេ
គាត់និយាយថាបើខ្ញុំហ៊ានធ្វើខុសចំពោះលីនឈីងយ៉ាគាត់មានវិធីជាច្រើនដើម្បីចាត់ការខ្ញុំពួកគេកំពុងព្យាយាមបំផ្លាញតំណែងរបស់ខ្ញុំនៅក្នុងរាជវាំងស្លាកស្នាមនេះគឺកូនប្រុសរបស់គាត់ជាអ្នកធ្វើដាក់ខ្ញុំឆ្នាំដែលខ្ញុំប្រឡងជាប់រាជការលោកប្រុសវ័យក្មេងបាននិយាយថាក្មេងកំព្រាអនិថាដូចជាខ្ញុំមិនសមនឹងទទួលបានការអប់រំឡើយគាត់បានយកស្នុកទឹកខ្មៅគប់មកលើខ្ញុំគ្រូសាលីនបានប្រាប់អ្នករាល់គ្នាថាខ្ញុំគ្រាន់តែដើរចំពុកជើងដួលហើយពួកគេគ្រាន់តែបោះថ្នាំខ្លះឲ្យខ្ញុំដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះខ្ញុំរស់នៅក្រោមដំបូលផ្ទះរបស់ពួកគេជាង10ឆ្នាំមកហើយពួកគេបានផ្ដល់អាហារឲ្យខ្ញុំប៉ុន្តែពួកគេមិនដែលចាត់ទុកខ្ញុំដូចជាមនុស្សម្នាក់ឡើយលីនចិនធានបានបង្ខំឲ្យខ្ញុំសរសេរសម្បត្តិនោះដើម្បីបង្ហាញពីភាពស្មោះត្រង់ដើម្បីបញ្ជាក់ថាខ្ញុំគ្មានទំនាក់ទំនងជាមួយដំណាក់ព្រះអង្គម្ចាស់ឡើយដើម្បីបញ្ជាក់ថាខ្ញុំនឹងធ្វើជាឆ្កែរបស់គ្រូសាលីនអស់មួយជីវិតគាត់មិនព្រមឲ្យខ្ញុំចាក់ចេញពីបន្ទប់អានសៀវភៅឡើយលុះត្រាតែខ្ញុំសរសេរវាដូច្នេះហើយខ្ញុំក៏បានសរសេរវាគ្រប់ពាក្យពេចន៍ទាំងអស់ដែលខ្ញុំបានសរសេរចាប់ពីពេលនេះទៅបើសិនជាខ្ញុំទាន់អ្នកជួបលីនឈីងហៃម្ដងទៀតខ្ញុំនឹងចាត់ទុកខ្លឹមសារនៅក្នុងសម្បត្តិនោះជាការពិតខ្ញុំឈិនស៊ីមីនឹងមិនជួបលីនឈីងហៃម្ដងទៀតឡើយបេះដូងរបស់ខ្ញុំគឺជារបស់ចៅហួរឡុងបើសិនជាខ្ញុំកុហកសូមឲ្យខ្ញុំស្លាប់យ៉ាងវេទនាចុះសង្ឃឹមថាអ្នកនិយាយពិតមែនចុះពិតណាស់ខ្ញុំនិយាយពិតមែនក្នុងជាតិនឹងសម្រាប់ខ្ញុំការបានរៀបការជាមួយព្រះនាងសៀវហួរគឺជាលាភសំណាងដ៏ធំបំផុតក្នុងជីវិតតើលីនឈីងហៃជាស្អីទៅនាងសំបីតែសក់មួយសរសៃរបស់អ្នកក៏មិនអាចប្រៀបបានផងបើអ្នកហ៊ានក្បត់ខ្ញុំនឹងឲ្យបតាខ្ញុំកាត់ក្បាលអ្នកចោលតើលីនឈីងហៃល្អចំពោះខ្ញុំពិតមែនទេនោះគ្រាន់តែជាការធ្វើទានប៉ុណ្ណោះតើមានអ្នកណាក្នុងគ្រួសារលីនធ្លាប់គោរពខ្ញុំពិតប្រាកដទេពួកគេយកខ្ញុំមកចិញ្ចឹមគឺគ្រាន់តែចាត់ទុកខ្ញុំដូចជាឆ្កែបោះឆ្អឹងឲ្យពេលពួកគេសប្បាយចិត្តនឹងទាត់ខ្ញុំពេលពួកគេមិនសប្បាយចិត្តខ្ញុំប្រឡងជាប់ជាចាក់ខ្វាងដោយសារសមត្ថភាពខ្លួនឯងសុទ្ធសាធតើវាមានពាក់ព័ន្ធអ្វីជាមួយគ្រួសារលីនពួកគេចង់ឲ្យខ្ញុំដឹងគុណយកសពទៅបរិះដែលខ្ញុំបានជ្រើសរើសពោពេញដោយមហិច្ឆតាលោកស្រីលីនព្រះនាងមានបន្ទូលថាបើសិនជាលោកស្រីបដិសេធមិនទៅនាងនឹងចាត់មនុស្សឲ្យមកអញ្ជើញលោកស្រីរាល់ថ្ងៃរហូតតែលោកស្រីព្រមទៅដល់ពេលនោះមនុស្សទូទាំងរាជធានីនឹងដឹងថាភូមិគ្រឹះមេតបមិនផ្ដល់កិត្តិយសដល់ព្រះនាងឡើយវានឹងស្ដាប់ទៅមិនសូវល្អទេមែនទេលោកយាយសៀវប្រកាសជាលេងសាច់ហើយក្នុងពេលដែលព្រះនាងទូចចង់អញ្ជើញយ៉ាងនេះខ្ញុំពិតជាត្រូវទៅតាមការអញ្ជើញហើយសូមជម្រាបព្រះនាងផងថាខ្ញុំកំពុងរៀបចំខ្លួនចេញទៅឥឡូវនេះហើយបើដូច្នោះចាស់ម្នាក់នេះខ្ញុំម្ចាស់នឹងត្រឡប់ទៅវាំងវិញដើម្បីរងចាំការយាងទៅដល់របស់លោកស្រីលោកម៉ែតើលោកម៉ែបំរុងនឹងទៅណាព្រះនាងសៀវហួរចាត់មនុស្សឲ្យមកអញ្ជើញម៉ែទៀតហើយនេះជាលើកទី3ហើយបើម៉ែមិនទៅទេមនុស្សទូទាំងរាជធានីនឹងនិយាយថាភូមិគ្រឹះមេតបមិនស្គាល់ខុសត្រូវឡើយវាជាអន្ទាក់ទេឈុតឆាកនេះមាននៅក្នុងសៀវភៅច្បាប់ដើមក្រោយការរៀបការរួចឈិនស៊ីមីបានប្រើប្រាស់ឈ្មោះរបស់ព្រះនាងដើម្បីអញ្ជើញលោកស្រីទៅមើលពីខាងក្រៅគេនឹងសុំទោសនិងទទួលស្វាគមន៍នាងយ៉ាងកក់ក្ដៅបំផុតកាលពីលើកមុនគេព្យាយាមយកចិត្តលោកមេតបប៉ុន្តែត្រូវបានអ្នកស្រីវ័យក្មេងលាតត្រដាងជាសាធារណៈហើយថែមទាំងត្រូវព្រះនាងទះកំភ្លៀងទៀតផងលើកនេះគេសំដៅលើលោកស្រីព្រោះគេគិតថាមនុស្សស្រីចិត្តទន់នឹងងាយស្រួលបញ្ចុះបញ្ចូលគេនៅតែមិនព្រមលែងដៃពីភូមិគ្រឹះមេតបដែលជាប្រភពលាភសក្ការៈរបស់គេឡើយបើសិនជាលោកស្រីទៅគេប្រកាសជានឹងរំលឹកពីរឿងអតីតកាលដើម្បីធ្វើដូចជាគ្រួសារតែមួយធ្វើពុតជាចាត់ទុកភូមិគ្រឹះមេតបដូចជាផ្ទះខ្លួនឯងដោយអះអាងថាគេមានអារម្មណ៍ខុសចំពោះអ្នកស្រីវ័យក្មេងហើយចង់ផ្សះផ្សាទំនាក់ទំនងឡើងវិញទាំងអស់នេះសុទ្ធតែជាការพูดកុហកដំបូងគេនឹងនិយាយលួងលោមឲ្យនាងទុនចិត្តបន្ទាប់មកស្វែងរកឱកាសនិយាយជាមួយនាងតែពីរនាក់នេះជាល្បិចចាស់គំរើរបស់គេអូមែនហើយពិតមែនហើយតើកូនមានអ្វីចង់និយាយមែនទេលោកស្រីសូមនាំខ្ញុំទៅជាមួយផងខ្ញុំប្រហែលជាឆ្គុំឆ្គងបន្តិចមែនប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំអាចបម្រើតែនឹងទឹកបានដែរដំណាក់ព្រះនាងគឺជាកន្លែងដ៏ធំស្កឹមស្កៃណាស់លោកស្រីពិតជាមិនគួរទៅទីនោះដោយគ្មានអ្នកបម្រើនៅក្បែរនោះទេខ្ញុំនិយាយត្រង់ចុះហើយខ្ញុំមិនចេះកុហកទេបើមាននរណាសួរអ្វីខ្ញុំអាចឆ្លើយជំនួសបានបើអញ្ចឹងប្រញាប់ឡើងដើរតាមខ្ញុំមកចាស់លោកស្រីខ្ញុំមានកិត្តិយសណាស់ដែលលោកមីងបានអញ្ជើញមកស៊ីមីពិតជាមានសេចក្តីសមរីករាយណាស់អញ្ជើញពិសាតែលោកមីងលោកមីងខ្ញុំអញ្ជើញលោកមីងមកថ្ងៃនេះគឺដោយសារតែខ្ញុំមានរឿងចង់សូមឲ្យជួយចាប់តាំងពីការភ្ជាប់ពាក្យរវាងឈីងហ៊ឺនិងខ្ញុំត្រូវបានលុបចោលលោកមីងនិងលោកពូហាក់ដូចជាមានគម្លាតឆ្ងាយពីខ្ញុំខ្លាំងណាស់វាធ្វើឲ្យខ្ញុំជឿចាប់ណាស់យ៉ាងណាមិញដោយសារតែធ្លាប់រស់នៅក្នុងភូមិគ្រឹះមេតបអស់រយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំបានចាត់ទុកអ្នកទាំងអស់គ្នាជាគូសាររបស់ខ្ញុំជាយូរមកហើយខ្ញុំចង់សូមឲ្យលោកមីងជួយនិយាយបញ្ចុះបញ្ចូលលោកពូផងចំណងរវាងគ្រួសារយើងទាំងពីរមិនគួរត្រូវបានកាត់ផ្តាច់បែបនេះឡើយស្ដាប់សម្ដីផ្អែមល្ហែមទាំងនេះចុះតើគេគ្រាន់តែចង់ត្រឡប់មកវិញទេដឹងកាលពីលើកមុនគេបានព្យាយាមយកចិត្តលោកមេតបតាមរយៈសម្បត្តិមួយច្បាប់ប៉ុន្តែត្រូវបានអ្នកនាងម្ចាស់លាតត្រដាងនៅចំពោះមុខសាធារណជនលើកនេះគេកំពុងប្រើល្បិចផ្សេងទៀតដោយចាប់ផ្ដើមពីលោកស្រីតែចំណងអ្វីទៅគ្រួសារអ្វីទៅអត្ថន័យពិតប្រាកដគឺគេនៅតែចង់តង់ទីមភូមិគ្រឹះមេតបដើម្បីផលប្រយោជន៍តខ្លួនដដែលអ្នករស់ចិនចាប់តាំងពីការភ្ជាប់ពាក្យជាមួយឈីងហៅត្រូវបានលុបចោលរួចហើយទំនាក់ទំនងរបស់យើងគួរតែទុកជាអតីតកាលចុះចំពោះរយៈពេលជាច្រើនឆ្នាំដែលអ្នកបានស្នាក់នៅក្នុងភូមិគ្រឹះរបស់យើងខ្ញុំមិនចង់និយាយពាក្យធ្ងន់ដាក់ទេប៉ុន្តែចាប់ពីពេលនេះទៅសូមពួកយើងរស់នៅរៀងខ្លួនចុះមិនបាច់និយាយអ្វីបន្ថែមទៀតទេលោកមីងនិយាយត្រូវហើយស៊ីមីក៏ដឹងដែរថារឿងខ្លះមិនអាចបង្ខំបានទេប៉ុន្តែស៊ីមីនៅក្មេងខ្ចីនឹងមិនទាន់មានបទពិសោធន៍ក្នុងរាជការឡើយទៅថ្ងៃមុខប្រសិនបើមានរឿងអ្វីដែលគេមិនច្បាស់លាស់ហើយគេមកសួរសុខទុក្ខក្នុងការដើម្បីសុំការណែនាំសូមចាត់ទុកវាជាការសម្ដែងការគោរពពីក្មេងជំនាន់ក្រោយចំពោះចាស់ទុំចុះលោកមីងប្រកាសជាមិនបដិសេធសូម្បីតែការគួរសមបន្តិចបន្តួចនេះឡើយសូមការណែនាំអញ្ចឹងពេលនេះអ្នកប្រុសចិនគឺជាកូនប្រសារដ៏មានកិត្តិយសរបស់ព្រះនាងហើយប្រសិនបើមានអ្វីដែលគេមិនយល់គេគួរតែទៅសួរព្រះអង្គម្ចាស់វិញទៅត្រូវចំណែកឯភៀភូមិគឺមេតបវិញយកល្អអ្នកកុំមកទីនេះទៀតអី
លោកមីងយកច្រឡំហើយស៊ីមីក្រនតែត្រូវបានជូនរួចរាល់ហើយលីហើយតើនាងនិយាយស្ដីមិនល្អដាក់បងមែនទេនាងមិនទុកផ្លូវថយឲ្យខ្ញុំតតែសោះនាងហ៊ានណាស់ដែលធ្វើបាបបងបែបនេះតើនេះមានន័យថាម៉េចខ្ញុំចង់មានន័យថាម៉េចអញ្ចឹងចិនស៊ីមីរស់នៅក្នុងភូមិគ្រឹះមេតបរបស់អ្នកអស់រយៈពេលជាង10ឆ្នាំទាំងម្ហូបអាហារសម្លៀកបំពាក់ការសិក្សានិងការប្រឡងរបស់គេតើមិនមែនជាអ្វីដែលគេរកបានដោយខ្លួនឯងទេអីគ្រូសាលីនរបស់អ្នកប្រាប់អ្នករាល់គ្នាថាអ្នកប្រព្រឹត្តចំពោះគេដូចជាកូនបង្កាត់ប៉ុន្តែអ្នកណាទៅដឹងថាវាជាការពិតឬអត់គេបានខ្លាចជាអ្នកចេះដឹងកម្ពុជាតាមរយៈសមត្ថភាពផ្ទាល់ខ្លួនរបស់គេប៉ុន្តែផ្ទុយទៅវិញមើលអ្នកចុះលុបចោលការភ្ជាប់ពាក្យគ្រាន់តែដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយគេហើយថែមទាំងមិនព្រមឲ្យគេឈានជើងចូលក្នុងផ្ទះរបស់អ្នកទៀតផងគ្មាននរណាម្នាក់នៅក្នុងភូមិគ្រឹះមេតបនេះល្អសោះឡើយគេរកបានវាដោយការហូបចុកនិងស្លៀកពាក់គ្រប់យ៉ាងតែផ្ដោតដោយគ្រូសាលីនថែមទាំងបានភ្ជាប់ពាក្យកូនស្រីរបស់ពួកគេជាមួយគាត់ទៀតផងហើយទ្រង់ហៅការនោះថាជាការតស៊ូដោយខ្លួនឯងទៅកើតពិតជាមនុស្សលាក់ពុតមុខក្រាស់មែនព្រះនាងសូមប្រុងប្រយ័ត្នពាក្យសម្ដីផងលោកម្ចាស់ឈិនបានស្នាក់នៅភូមិគ្រឹះមេតបអស់រយៈពេលជាង10ឆ្នាំទាំងអាហារសម្លៀកបំពាក់ថ្លៃសិក្សានិងសូម្បីតែថ្លៃធ្វើដំណើរសម្រាប់ការប្រឡងសៀវភៅបញ្ជីរបស់យើងរាល់កាក់រាល់សេនត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់ពេលគាត់បានខ្លាចជាអ្នកចេះដឹងកម្ពុជាភូមិគ្រឹះទាំងមូលត្រូវបានតុបតែងដោយពណ៌ក្រហមដើម្បីអបអរសាទរភាពជោគជ័យរបស់គាត់គឺគាត់ខ្លួនឯងទេដែលជាអ្នកផ្ដាច់ពាក្យដើម្បីទៅរៀបការជាមួយអ្នកផ្សេងហើយក៏ជាជំរឿនរបស់គាត់ក្នុងការកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ដែរព្រះនាងប្រសិនបើទ្រង់ចង់ចេញមុខការពីគេពួកយើងមកទូទាត់បញ្ជីកណីឲ្យជាច្រើនឆ្នាំកន្លងមកនេះសិនទៅជាមុនសិនបញ្ជីកណីឲ្យហេបញ្ជីកណីឲ្យរបស់គ្រូសាលីនឯងនឹងហេមិនមែនគ្រាន់តែអាងលើគុណបំណាច់យោធាចាស់ទាំងនោះទេអីដើម្បីមកធ្វើបាបក្មេងកំព្រាដែលគ្មានទីពឹងម្នាក់ប្រសិនបើឯងមិនបានសង្កត់សង្កិនគេទេហេតុអ្វីបានជាគេត្រូវចំណាយពេលរហូតដល់ថ្ងៃនេះទើបទទួលបានជោគជ័យមនុស្សគ្រប់គ្នានៅក្នុងភូមិគ្រឹះមេតបរបស់ឯងសុទ្ធតែជាពួកបម្រើអួតអាងដែលចូលចិត្តធ្វើបាបអ្នកដទៃតែប៉ុណ្ណោះក្នុងពេលដែលអ្នកស្រីលីននៅទីនេះហើយអ្នកស្រីមិនអាចចាក់ចេញទៅវិញដោយដៃទេនោះទេយកតែមកទីនេះទុកឲ្យអ្នកស្រីលីនឈរនៅទីនេះមួយសន្ទុះហើយក្រេបរសជាតិតែនៃដំណាក់ព្រះនាងរបស់ខ្ញុំឲ្យបានត្រឹមត្រូវចុះអីគេតែត្រជាក់ពេកសម្រាប់អ្នកស្រីមែនទេអីចឹងឈរបន្តទៀតទៅឈររហូតដល់ខ្ញុំពេញចិត្តសូមទ្រង់ស្នប់ព្រះតីក្រោធប្រសិនបើខ្ញុំហ៊ាននិយាយដោយឥតក្រែងចិត្តតើទ្រង់គិតថាទ្រង់ជាអ្នកណាពិតមែនហើយខ្ញុំគ្មានឋានៈអ្វីទេប៉ុន្តែអំបញ្ញមិញនេះព្រះអង្គម្ចាស់ភូមិគ្រឹះមេតបបានប្រើគុណបំណាច់យោធាដើម្បីធ្វើបាបលោកម្ចាស់ឈិនខ្ញុំបានស្ដាប់មួយសន្ទុះហើយប៉ុន្តែហាសម្រាប់ស្រីស្អាតប្រុសស្អាតណាចង់ប៉ាវកាហ្វេមកអេដមីនអីអាចប៉ាវតាមនេះបានណាបងទាំងអស់គ្នាអរគុណបងទាំងអស់គ្នាខ្ញុំនៅតែមិនយល់សោះតើគុណបំណាច់យោធាទាំងនោះបានធ្វើបាបគាត់យ៉ាងដូចម្តេចទៅវិញដោយសារតែបានបម្រើការនៅក្នុងភូមិគ្រឹះមេតបអស់រយៈពេលជាច្រើនឆ្នាំមកនេះតាមពិតទៅខ្ញុំធ្លាប់បានរឿងរ៉ាវចាស់មួយកាលពីច្រើនឆ្នាំមុននៅលើសមរភូមិព្រះអង្គម្ចាស់យូត្រូវបានជាប់អន្ទាក់យ៉ាងជ្រៅនៅក្នុងទឹកដីស្រូវគឺលោកម្ចាស់របស់យើងទេដែលបានសម្រុកចូលទៅតែម្នាក់ឯងដើម្បីជួយសង្គ្រោះទ្រង់ក្រសួងការពារជាតិមានឯកសារហើយនៅក្នុងវាំងក៏មានកំណត់ត្រាដែរប្រសិនបើព្រះនាងមិនជឿទេទ្រង់អាចទៅពិនិត្យមើលបានគ្រប់ពេលជាច្រើនឆ្នាំមកនេះភូមិគ្រឹះមេតបមិនដែលសំបីតែលើកឡើងពីគុណស្រឡាញ់នេះទេប៉ុន្តែប្រសិនបើសំបីតែការជួយជីវិតក៏អាចត្រូវបានគេបំផ្លាញទៅជាការរំលោភអំណាចដែរនោះតើទៅថ្ងៃមុខនឹងមានអ្នកណាហ៊ានជួយសង្គ្រោះមនុស្សទៀតទៅពិតជាក្មេងស្រីមាត់មុតមែនពួកយាមផ្ទះមាត់នាងទៅជប់សិនវាមិនមែនជាទូនីតិរបស់អ្នកក្រៅមកប្រដៅអ្នកបម្រើរបស់ខ្ញុំនោះទេប្រសិនបើសំបីតែពាក់កណ្ដាលម៉ាត់ដែលនាងនិយាយជាការកុហកខ្ញុំនឹងទទួលការបន្ទាទោសដោយខ្លួនឯងដោយគ្មានការអ៊ូតមឡើយប៉ុន្តែប្រសិនបើអ្វីដែលនាងនិយាយជាការពិតហើយព្រះនាងបែរជាមកដាក់ទោសក្មេងស្រីម្នាក់ដែលនិយាយការពិតនៅចំពីមុខទ្វារផ្ទះរបស់យើងទៅវិញប្រសិនបើរឿងនេះលេចទៅក្រៅតើមនុស្សម្នានឹងនិយាយយ៉ាងណាទៅពួកគេនឹងសួរថាហេតុអ្វីបានជាព្រះនាងខ្លាចការពិតដ៏សាមញ្ញបែបនេះពួកគេនឹងសួរថាតើអ្នកសង្គ្រោះនៃភូមិគ្រឹះព្រះអង្គម្ចាស់យកខ្លាចជាជនរងគ្រោះនៃការធ្វើបាបយ៉ាងចំហបែបនេះទៅវិញពួកគេនឹងសួរថាតើព្រះនាងកំពុងបម្រើផលប្រយោជន៍អ្នកណាឲ្យប្រកបដោយការរារាំងប្រមាថនិងដាក់ទោសខ្ញុំនៅថ្ងៃនេះកុំឆេវឆាវអីការបង្កចំនួនមិនជួយដល់អ្នកណាម្នាក់ឡើយឈប់នៅត្រង់ហ្នឹងតើព្រះនាងមានការណែនាំអ្វីបន្ថែមទៀតទេលេងគីងស្រីសម្លាញ់ម្នាក់នោះឯងគិតថាខ្ញុំមិនដឹងការពិតមែនទេសម្បកក្រៅនាងធ្វើពុតជាបរិសុទ្ធនិងមិនខ្វល់ខ្វាយនឹងលោកីប៉ុន្តែអ្នកណាទៅដឹងថានាងលួចសរសេរសម្បត្តិទៅព្រៃខ្ញុំប៉ុន្មានច្បាប់នៅពីក្រោយក្នុងខ្ញុំនេះគឺជាសិលធម៌របស់កូនស្រីដែលចិញ្ចឹមបីបាច់ដោយគ្រូសាមេតបព្រះនាងគួរតែផ្ដោតភស្តាងសម្រាប់ការចាប់ប្រកាន់បែបនេះសម្បត្តិដែលខ្ញុំបានឃើញតបភ្នែកគឺជាភស្តាងតើឯងត្រូវការភស្តាងអ្វីទៀតកូនស្រីត្រកូលលេនពិតជាគ្មានភាពអៀនខ្មាសសោះតោងទីមប្តីអ្នកដទៃមិនព្រមលេងឥឡូវមកទៀតហើយច្បាស់ណាស់ថាជាឈានជមីដ៏មានតម្លៃរបស់អ្នកទេតើដែលតាមរំខាននាងដោយគ្មានភាពអៀនខ្មាសជាមួយកំណាព្យឲ្យស្នេហាឥឡូវនេះគេបែរជាមកចាប់ប្រកាន់អ្នកស្រីរបស់ខ្ញុំថាជាអ្នកតាមរំខានគេទៅវិញតើគេពិតជាគិតថាអ្នកនាំពាក្យម្នាក់នេះជាព្រះនាងមែនទេប្រសិនបើខ្ញុំអាចសួរមួយសំណួរតើព្រះនាងបានឃើញសម្បត្តិដែលគេចោទថាអ្នកស្រីខ្ញុំសរសេរទៅលោកម្ចាស់ឈាននៅណាឲ្យប្រកាសខ្ញុំដឹងហើយគេច្បាស់ជាខ្លាញ់បន្លំវាហើយខ្លួនឯងផ្ញើសម្បត្តិ3ច្បាប់ទៅហើយត្រូវគេបដិសេធរួចក៏ត្រឡប់មកកុហកប្រពន្ធថ្មីរបស់ខ្លួនថាជាអ្នកស្រីរបស់ខ្ញុំពិតជាពូកែនិយាយមែន
បំផ្លាញការពិតបែបហ្នឹងកាលពីប៉ុន្មានថ្ងៃមុននៅជាន់លើលោកម្ចាស់ឈានបានលុបជង្គង់នៅចំពោះមុខអ្នកស្រីយើងជាសាធារណៈអង្គវសូមឲ្យនាងត្រឡប់មកវិញហើយថែមទាំងគំរាមសម្រាប់ខ្លួនដើម្បីបង្ហាញពីភេទភាពទៀតផងគេបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមនុស្សពេញមួយហាងអាហារសុទ្ធតែបានឃើញលោកម្ចាស់ឈានតើលោកបាននិយាយអ្វីខ្លះពេលលុបជង្គង់តើលោកចង់ឲ្យខ្ញុំនិយាយឡើងវិញជូនលោកទេយ៉ាវអញ្ជើញស៊ើបអង្កេតតាមចិត្តចុះខ្ញុំឈានឈើមីមានមុនសកាស្អាតស្អំខ្ញុំនឹងមិនធ្វើអ្វីក្បត់អូនឡើយខ្ញុំបានសូកបានអ្នកគ្រប់គ្នានៅក្នុងហាងស្រានៅថ្ងៃនោះរួចរាល់ហើយគ្មានអ្នកណាអាចចកាយរឿងនេះបានឡើយល្អណាស់ដោយសារលោកម្ចាស់ឈានមានខ្ញុំជឿថាលោកប្រកាសជាមិនប្រកាន់ទេប្រសិនបើមានគេសួរនាំខ្ញុំមិនរំលឹកការចងចាំរបស់លោកទៀតទេព្រះនាងបើគ្មានអ្វីផ្សេងទៀតទេខ្ញុំសូមលាទៅសិនហើយណែមកអង្គុយជាមួយខ្ញុំមកអ្នកស្រីកាលណាខ្ញុំប្រាប់ឲ្យមកគឺមកចុះឯងជាក្មេងស្រីដែលក្លាហានណាស់សម្ដីមុតស្រួចហើយមានភក្ដីភាពយ៉ាងមុតមមប្រសិនបើគ្មានឯងនៅថ្ងៃនេះទេខ្ញុំបារម្ភថាព្រះនាងម្នាក់នោះច្បាស់ជាធ្វើបាបខ្ញុំមិនខានអ្នកស្រីក៏មានប្រសាសន៍បែបនេះអីគឺដោយសារតែភាពរឹងមាំរបស់អ្នកស្រីផ្ទាល់ទេខ្ញុំគ្រាន់តែជួយនិយាយបន្តិចបន្តួចប៉ុណ្ណោះហើយវាពិតជាល្អណាស់ដែលឯងបានធ្វើវាខ្ញុំនឹងប្រាប់លោកមេតបនៅពេលយើងត្រឡប់ទៅវិញជាមួយការដែលឯងជួយឲ្យភ្នែកនាងមើលឃើញឡើងវិញទីបំផុតខ្ញុំអាចសម្រាប់បានស្រួលហើយចាប់ពីពេលនេះទៅនៅក្នុងគ្រួសារលោកមេតបបើមាននរណាហ៊ានបង្កការលំបាកដល់ឯងពួកគេក៏កំពុងតែមិនគោរពខ្ញុំដូចគ្នានិយាយអញ្ចឹងពិធីបរបាញ់សត្វរដូវស្លឹកឈើជ្រុះនឹងមកដល់ក្នុងពេលប្រហែលថ្ងៃទៀតនេះហើយជីអានឹងរួមដំណើរជាមួយព្រះចៅអធិរាជទៅកាន់ទីលានបរបាញ់ថ្មីនេះគាត់កំពុងតែរវល់រៀបចំខ្លួនពិធីបរបាញ់សត្វរដូវស្លឹកឈើជ្រុះនេះគឺជាចំណុចរបត់ដ៏សំខាន់មួយអ្នកប្រុសធំបានជួយសង្គ្រោះព្រះចៅអធិរាជនៅទីលានបរបាញ់ប៉ុន្តែឈុនស៊ីមីបែរជាដណ្ដើមយកគុណសម្បត្តិទាំងអស់ទៅវិញហើយបន្ទាប់មកមិនអីទេខ្ញុំជប់គិតច្រើនទៀតហើយទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវតែប្រមានអ្នកប្រុសធំនៅពេលខ្ញុំត្រឡប់ទៅវិញគាត់ត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់អ្នកប្រុសធំចាំបន្តិចហេតុអ្វីបានជាអ្នកប្រញាប់ប្រញាល់ខ្លាំងម្ល៉េះអ្នកប្រុសនេះជាបន្តោងត្បូងរបស់ខ្ញុំបានទៅវត្តទេជូជាពិសេសដើម្បីសុំកាប់ប្រសិទ្ធពរលើវាប្រសិនបើអ្នកពាក់វាអ្នកប្រកាសជាទទួលបានជោគជ័យជាមិនខានផ្ដេសផ្ដាស់បុរសនិងស្ត្រីគួរតែរក្សាគម្លាតឲ្យបានសមរម្យនាងជាស្រីក្រមុំតើឲ្យខ្ញុំទទួលយករបបតខ្លួនបែបនេះពីនាងយ៉ាងដូចម្ដេចទៅចង្រៃមែនពេលនេះហើយនៅតែប្រកាន់ខ្ជាប់នៅសុជីវធម៌ទៀតតើមួយណាសំខាន់ជាងច្បាប់ទម្លាប់ឬក៏ចង់ត្រូវគេបង្កាច់បង្ខូចហើយកាត់ជើងចាំម្ដងទៀតនាងបាទតើនាងទៅតែនិយាយអ្វីហ្នឹងខ្ញុំសូមជូនពរឲ្យអ្នកប្រុសធំទទួលបានជ័យជំនះដ៏អស្ចារ្យសូមទទួលយកវាទៅខ្ញុំសូមអង្វរបន្តោងត្បូងនេះគឺជាវត្ថុជួយសង្គ្រោះជីវិតនិងមានភាពកោតប្រហារកំឡុងពេលបរបាញ់សត្វរដូវស្លឹកឈើជ្រុះនៅពេលដែលព្រះចៅអធិរាជស្ថិតក្នុងគ្រោះថ្នាក់ទ្រង់នឹងត្រូវការរបស់នេះដើម្បីសម្គាល់អ្នកសង្គ្រោះរបស់ទ្រង់ដោយសារវាជាវត្ថុស័ក្តិសិទ្ធិហើយដោយឃើញពីទឹកចិត្តដ៏ស្មោះត្រង់របស់នាងខ្ញុំនឹងទទួលយកវាត្រចៀករបស់បងប្រុសកំពុងតែឡើងក្រហមហើយតើនេះជាលើកទី1ហើយមែនទេដែលគាត់ទទួលបានវត្ថុតំណាងចិត្តពីក្មេងស្រីវត្ថុតំណាងចិត្តស្អីទៅនោះជាយន្តការពារជីវិតតើព្រះពោធិសត្វសូមជួយប្រោសប្រណីផងដំណើររឿងលើកនេះត្រូវតែផ្លាស់ប្ដូរជើងរបស់អ្នកប្រុសធំគឺពឹងផ្អែកលើត្បូងមួយនេះហើយតើនាងកំពុងរអ៊ូតំពីអ្វីហ្នឹងគ្មានអ្វីទេគ្រាន់តែជាសម្លេងខ្យល់បក់ប៉ុណ្ណោះពេលវេលាសម្រាប់ពិធីបរបាញ់សត្វរដូវស្លឹកឈើជ្រុះវាក៏គួរតែចប់នៅពេលនេះហើយមែនទេអ្នកនាងមានរឿងមិនល្អហើយព្រះចៅអធិរាជត្រូវបានខ្លាវាប្រហារកំឡុងពេលបរបាញ់តើព្រះចៅអធិរាជមិនអីទេទ្រង់ត្រូវបានសង្គ្រោះដោយអ្នកក្លាហានម្នាក់ប៉ុន្តែដោយសារតែមានភាពវឹកវរខ្លាំងទ្រង់មិនបានឃើញថាជាអ្នកណាឡើយមុនពេលសន្លប់បាត់ស្មារតីពេលនេះនៅក្នុងវាំងកំពុងតែស្វែងរកអ្នកសង្គ្រោះហើយធូរទ្រូងបន្តិចហើយពិតជាធូរស្រាលណាស់បន្តោងត្បូងត្រូវបានប្រគល់ជូនរួចរាល់ហើយអ្នកប្រុសធំប្រកាសជាបានជួយសង្គ្រោះព្រះចៅអធិរាជហើយនៅពេលនេះអាយ៉ាមើលទៅហាក់ដូចជាមិនភ្ញាក់ផ្អើលតតែសោះអូអ្នកប្រុសខ្ញុំបំរើរបស់អ្នកខ្ញុំទើបតែភ័យខ្លាចខ្លាំងតិចប៉ុណ្ណោះមកហើយខ្ញុំវិនិច្ឆ័យហើយអ្នកឲ្យខ្ញុំកេងទៅធ្វើជាមិនដឹងអីទៅលឿនឡើងធ្វើជាមិនដឹងអីទៅអូអីចឹងប្រាប់ខ្ញុំមើលតើវីរៈបុរសដែលបានជួយសង្គ្រោះព្រះចៅអធិរាជនោះអាចជាអ្នកណាទៅគឺថាខ្ញុំបំរើមិនដឹងតតែសោះប្រហែលជាមិនយូរទេនឹងមានដំណឹងហើយជួយផងខ្ញុំពិតជាមិនប្រាប់អ្នកថាជាអ្នកប្រុសធំនោះទេបើមិនដូច្នេះទេអ្នកនឹងដឹងថាខ្ញុំអាចមើលដឹងអនាគតជាមិនខានអីចឹងមែនទេបើអីចឹងចាំមើលទៅចុះស្ទើរតែទៅហើយតើខ្ញុំស្ទើរតែបែកការទៅហើយក្រាបទូលព្រះរាជាទូលបង្គំបានប្រថុយជីវិតក្នុងព្រៃក្រាស់ដើម្បីដេញខ្លាសាហាវមួយក្បាលហើយបាននាំព្រះអង្គចេញពីគ្រោះថ្នាក់និយាយមិនសមហេតុផលសោះអ្នកដែលបានជួយសង្គ្រោះព្រះអង្គគឺពិតជាទូលបង្គំតើស្ងៀមទាំងអស់គ្នាគ្រាន់តែពាក្យសម្ដីមិនមែនជាភស្តាំងទេតែភស្តាំងណែណាទូលបង្គំមានបំណែកអោបផាយរបស់ព្រះអង្គដែលត្រូវបានក្លាហែកដែលមានបាក់រូបនាគជាភស្តាំងទូលបង្គំគ្រាន់តែជាទាហានម្នាក់ប៉ុណ្ណោះតើវោហារសាស្ត្ររបស់ទូលបង្គំអាចទៅប្រៀបជាមួយកម្ពុជាអ្នកប្រាជ្ញាដូចម្តេចទៅចាំបន្តិចបន្តោងត្បូងនៅចង្កេះរបស់ឯងយកវាមកទីនេះឈិនស៊ីមីមុនពេលដែលយើងសន្លប់បាត់ស្មារតីអំឡុងពេលរងការវាយប្រហារយើងផ្ទាល់បានចាប់យកបំណែកនេះនៃត្បូងពីចង្កេះរបស់អ្នកជួយសង្គ្រោះយើងចំណែកឯជាអាប់នោះឯងប្រកាសជាបានខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកវាមែនទេតើឯងមានអ្វីត្រូវដោះស្រាយទៀតទេទូបង្គំលោកខ្លួនចង់បានគុណសម្បត្តិនិងបោកប្រាស់ព្រះចៅអធិរាជបើគុំតែយល់ដល់ព្រះភ័ក្រព្រះនាងចៅវាស៊ីយើងនឹង
mìnhលើកលែងទោសឲ្យអញជាដាច់ខាតនៅថ្ងៃនេះចេញទៅលុតជង្គង់នៅខាងក្រៅសាលប្រជុំទៅបើគ្មានរាជបញ្ជារបស់យើងទេមិនអនុញ្ញាតឲ្យក្រោកឈរឡើយទូបង្គំសូមទទួលខុសត្រូវចំពោះកំហុសនេះព្រះនាងម្ចាស់ទូបង្គំមើលថាម្សិលមិញនេះឈិនស៊ីមីបានលុតជង្គង់នៅខាងក្រៅសាលវាំងពេញមួយថ្ងៃមួយយប់គាត់ត្រូវបានគេគ្រាត្រឡប់មកវិញនៅព្រឹកនេះឥឡូវនេះដំណឹងនេះបានល្បីខ្ចោះខ្ចាយពេញរាជធានីទៅហើយកម្ពុជាអ្នកប្រាជ្ញបានបោកប្រាស់ព្រះរាជានិងលួចយកគុណសម្បត្តិរបស់អ្នកដទៃខណៈពេលដែលគាត់កំពុងលុតជង្គង់នៅខាងក្រៅសាលប្រជុំគ្មានមនុស្សសូម្បីតែម្នាក់ជួយនិយាយសុំក្តីមេត្តាជំនួសគាត់ឡើយខ្ញុំយល់ហើយញ៉ាំសន្សឹមទៅព្រះនាងម្ចាស់នេះជាចានទី3របស់ទូបង្គំហើយណាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ថ្ងៃនេះឯងចង់ញ៉ាំប៉ុន្មានក៏បានដែរនេះខ្ញុំនឹងរង្វាន់ផ្លូវមាន់ធំមួយឲ្យឯងអាយ៉ាមកមើលនេះម្សៅផាត់ពណ៌ពីស៊ូជើមកភពពីយូណានខាងត្បូងទាំងអស់នេះគឺសម្រាប់ឯងរបស់ទាំងនេះលោកប្រុសនេះវាច្រើនហួសហេតុពេកហើយបើគ្មានយន្តការពីដែលឯងឲ្យខ្ញុំទេលើកនេះខ្ញុំប្រហែលជាមិនអាចលៀងជំរះគេឈ្មោះបានឡើយខ្ញុំច្បាស់ជាត្រូវអាមនុស្សរមលគុណសិនស៊ីមីសម្រាប់បាត់ទៅហើយនេះទេឥឡូវនេះឯងជាផ្កាយសំណាងតូចប្រចាំភូមិគ្រឹះមេតបរបស់យើងហើយអូហូភារកិច្ចបានសម្រេចព្រមលិខិតត្រូវបានកែសរសេរឡើងវិញដោយជោគជ័យលើកនេះខ្ញុំពិតជាកាប់លៀបធំហើយវាជារបស់ខ្ញុំទាំងអស់វគ្គមួយទៀតនៃសាច់រឿងដើមត្រូវបានដោះស្រាយរួចរាល់ជីវិតរបស់លោកប្រុសត្រូវបានសង្គ្រោះហើយសិនស៊ីមីត្រូវបានដាក់ទណ្ឌកម្មខ្ញុំកំពុងតែរុញសាច់រឿងនេះឲ្យលឿនជាងសាច់រឿងដើមឆ្ងាយណាស់បន្ទាប់មកអាមនុស្សថោកទាបនោះច្បាស់ជាវាត្រឡប់មកសុំត្រូវគ្នាវិញមិនខានដល់ពេលដែលវាត្រូវព្យាយាមអូសទាញមេតបមកខាងវាហើយមិនបាច់បារម្ភទេខ្ញុំដឹងល្បិចរបស់ពួកគេទាំងអស់នាងដើរឡើងលោតកញ្ឆេងតែម្ដងនាងពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់អ្នកនាងហៅខ្ញុំមែនទេអាយ៉ាចាប់ពីពេលនេះទៅសុវត្ថិភាពនៃភូមិគ្រឹះមេតបរបស់យើងគឺពឹងផ្អែកលើឯងទាំងស្រុងហើយកុំបារម្ភអីអ្នកនាងទុកគ្រប់យ៉ាងឲ្យខ្ញុំចុះទីនេះជូនតែម្ដងដោយសារតែខ្ញុំក្តាប់សាច់រឿងទាំងមូលនៅក្នុងដៃខ្ញុំដឹងរាល់ល្បិចកលនិងអន្ទាក់ទាំងអស់អ្នកនាងលោកប្រុសសិនស៊ីមីមកសុំជួបគេនិយាយថាគេមកដើម្បីសុំទោសនឹងសងជំងឺចិត្តខ្ញុំខាត់គេមិនឈ្នះសោះឈៀងគឺបងប្រុសជួយស្ដាប់ខ្ញុំពន្យល់ផងតើអ្នកទាំងអស់គ្នាមិនស្គាល់ចរិតខ្ញុំទេអីថ្ងៃនោះខ្ញុំគ្រាន់តែវង្វេងមួយពេលងឹតភ្នែកដោយសារមហិច្ឆតាទើបធ្វើរឿងឈួតលីលាបែបនេះមហិច្ឆតាឈួតលីលារបស់ឯងមិនពាក់ព័ន្ធនឹងភូមិគ្រឹះមេតបរបស់យើងទេឈៀងគឺឯងកើតមកក្នុងត្រកូលអ្នកមានតើឯងអាចយល់ពីការតស៊ូរបស់អ្នកចេះដឹងក្រីក្រដូចជាខ្ញុំបានយ៉ាងម៉េចទៅបើខ្ញុំដឹងថាគឺលោកប្រុសជាអ្នកជួយសង្គ្រោះព្រះចៅអធិរាជខ្ញុំមិនហ៊ានយកគុណសម្បត្តិនោះឡើយគឺឯងទៀតហើយមេបម្រើចង្រៃគឺឯងតែងតែជាអ្នកបំផ្លាញគ្រប់យ៉ាងពីក្រោយខ្នងស្លាប់ទៅឯងហ៊ានណាស់ឲ្យតែខ្ញុំសម្រាប់មេបម្រើចង្រៃនេះបានពួកយើងនឹងអាចត្រឡប់ទៅដូចដើមវិញខ្ញុំមកហើយខ្ញុំអាចឆ្កែឈួតនេះវាហ៊ានវាប្រហារមែនទែនតើជីវិតខ្ញុំចប់ហើយសិនស៊ីមីថ្ងៃនេះឯងហូតដល់មករកស្រីបម្រើដែលគ្មានអាវុធក្នុងដៃម្នាក់ផងតើនេះជាអ្វីដែលឯងរៀនបានពីការសិក្សាក្បួនខ្នាតអស់10ឆ្នាំមែនទេនាងចេះតែញុះញង់ឲ្យតែមានវត្តមាននាងនៅទីណាគឺបំផ្លាញគ្រប់យ៉ាងនៅទីនោះនាងការពារវាមានន័យថានាងមិនទុកចិត្តខ្ញុំទេទុកចិត្តឯងក្បត់ខ្ញុំឲ្យប្រែចិត្តផ្លាស់ប្ដូរបែរជាទៅរៀបការជាមួយព្រះនាងម្ចាស់តើឲ្យខ្ញុំទុកចិត្តឯងម្ដងទៀតយ៉ាងម៉េចទៅឯងនិយាយថាពួកយើងមើងងាយឯងចុះហេតុអ្វីបានជាឯងមិនធ្វើអ្វីដែលគួរឲ្យគោរពម្ដងទៅគឺឯងជាអ្នកសម្ដែងល្ខោននៅភោជនីយដ្ឋានគឺឯងជាអ្នកកុហកនិងដណ្ដើមយកគុណសម្បត្តិហើយឥឡូវនេះគឺឯងជាអ្នកកាន់ដាវដើម្បីសម្លាប់មនុស្សស្អីគេឯងចង់កាប់ខ្ញុំដែរមែនទេធ្វើទៅកាប់ចំត្រង់នេះមកឲ្យមនុស្សទូទាំងរាជធានីបានឃើញពីក្រឡាពិតរបស់ឯងថាចិនសឺមីជាអ្នកចេះដឹងជាន់ខ្ពស់ដែលរំលគុណហើយបែរចង់ដាវមករកកូនស្រីរបស់អ្នកមានគុណរបស់ខ្លួនចិនសឺមីបើឯងចង់ឈួតទៅឈួតនៅភូមិគ្រឹះព្រះនាងម្ចាស់របស់ឯងទៅភូមិគ្រឹះមេតបមិនជំពាក់អ្វីឯងទេល្អណាស់នាងពិតជាសាហាវណាស់ឥឡូវនេះនាងសុខចិត្តការពារស្រីបម្រើថោកទាបម្នាក់ជាជាងអត់ទោសឲ្យខ្ញុំល្អហើយចាប់ពីថ្ងៃនេះទៅខ្ញុំចិនសឺមីនឹងមិនឈានជើងចូលភូមិគ្រឹះនេះទៀតឡើយទំនាក់ទំនងទាំងអស់រវាងពួកយើងត្រូវបានកាត់ផ្ដាច់ស្អីឯងតើឯងធ្លាប់សងគុណគេបន្តិចបន្តួចខ្លះទេអាមនុស្សពុតត្បុតឯងបានបោះបង់ទំនាក់ទំនងពួកយើងចោលតាំងពីយូរណាស់មកហើយនរណាក៏បានជួបភ្ញៀវចេញទៅម្នាក់នេះពិតជាដូចជាឆ្កែឈួតអញ្ចឹងឃើញអ្នកណាក៏ខំដែរក្នុងពេលដែលនាងគ្មានបេះដូងកុំបន្ទោសខ្ញុំថាគ្មានមេត្តាឲ្យសោះខ្ញុំស្មានតែអាមនុស្សថោកទាបម្នាក់នេះនិយាយថាកាត់ផ្ដាច់ទំនាក់ទំនងហើយវានឹងបាត់ក្បាលទៅហើយតើមិននឹកស្មានថាខ្ញុំនៅតែវាតម្លៃស្បែកមុខក្រាស់របស់វាទីពេកសัตว์សម្ពុចមកសួរសុខទុក្ខមន់វាច្បាស់ជាមានបំណងមិនល្អឡើយលោកពូអ្នកមានរឿងកន្លងមកគឺសុទ្ធតែជាកំហុសរបស់សឹងនេះទាំងអស់គុណធម៌ដែលអ្នកទាំងពីរមានចំពោះខ្ញុំគឺធំធេងដូចជាភ្នំមិនថាមានរឿងអ្វីកើតឡើងទេខ្ញុំត្រូវតែតបស្នងសងគុណអ្នកទាំងពីរវិញមិនបាច់តបស្នងសងគុណអ្វីឡើយយ៉ាងណាមិញការដែលពួកយើងទទួលចិញ្ចឹមឯងក៏មិនមែនដើម្បីសង្ឃឹមចង់បានការតបស្នងអ្វីដែរលោកចិនឥឡូវនេះលោកជាមនុស្សចំណិតដែលព្រះនាងម្ចាស់សពព្រះតីបំផុតហើយភូមិគ្រឹះមេតបដ៏តូចទាបរបស់យើងពិបាកនឹងទទួលកាដូដ៏ធំធេងបែបនេះពីក្មួយណា
លោកមីងនិយាយលេងហើយអ្វីគ្រប់យ៉ាងដែលស៊ីមីមាននៅថ្ងៃនេះគឺដោយសារតែការគ្រប់គ្រងពីភូមិគ្រឹះមេតបទាំងស្រុងតាមពិតទៅថ្ងៃនេះខ្ញុំមកគឺដើម្បីពិភាក្សាអំពីការងារសំខាន់មួយរឿងនេះគឺមានសារៈសំខាន់បំផុតតើមានរឿងអ្វីដែលមិនអាចនិយាយជាចំហបានទៅខ្ញុំដឹងថាលោកមីងប្រហែលជាមានអរិយខ្លះចំពោះខ្ញុំប៉ុន្តែរឿងនេះវាពាក់ព័ន្ធនឹងការរស់រានមានជីវិតរបស់គ្រួសារតកូលលីនទាំងមូលលោកពូព្រះអង្គម្ចាស់យូមានបំណងចង់ឲ្យលោកមេតបចូលរួមជាមួយទ្រង់ក្នុងគម្រោងការដ៏ធំមួយមកដល់ហើយដូចដែលបានរំពឹងទុកគេមិនត្រឹមតែញុះញង់ឲ្យមានការបះបោរនោះទេគឺគេមកដើម្បីដាក់អន្ទាក់តែម្ដងលោកពូព្រះចៅអធិរាជមានការប្រុងប្រយ័ត្នចំពោះភូមិគ្រឹះមេតបជាយូរមកហើយទ្រង់យល់ថាលោកពូទទួលបានកិត្តិយសច្រើនពេកកាលពីអតីតកាលហើយក្តោបក្តាប់អំណាចយោធាច្រើនពេកហើយឥឡូវនេះលោកប្រុសវ័យក្មេងកំពុងតែបង្ហាញភាពលេចធ្លោខ្លាំងពេកនោះហើយជាមូលហេតុដែលព្រះចៅអធិរាជបដិញ្ញាចិត្តថានឹងកំចាត់លោកពូចោមើលសម្ដីដ៏ផ្អែមល្ហែមនេះចុះគ្រួសារតកូលលីនរបស់ខ្ញុំមានភាពស្មោះត្រង់ជាច្រើនចំនួនមកហើយហេតុអ្វីបានជាគេហ៊ានព្យាយាមមកបញ្ចុះបញ្ចូលខ្ញុំឲ្យក្បត់ជាតិទៅវិញលោកពូជាជាងរងចាំសេចក្តីស្លាប់ដែលជិះមិនរួចវាប្រសើរជាងបើពួកយើងវីលោកមុនព្រះអង្គម្ចាស់យូរីគ្រីនឹងផ្ដល់ការគ្រប់គ្រងដល់ពួកយើងប្រសិនបើបពុទាំង3របស់យើងរួមកម្លាំងគ្នាមុនពេលព្រះចៅអធិរាជអាចធ្វើសកម្មភាពយើងអាចកម្ចាត់ត្រង់មុនបាននៅពេលដែលយើងទទួលបានជោគជ័យគ្រួសារតកូលលីននឹងក្លាយជាវីរបុរសស្ថាបនានៃរាជការថ្មីលោកពូប្រកាសជាត្រូវបានដំឡើងបុណ្យស័ក្តិដល់ថ្នាក់ខ្ពស់បំផុតទទួលបានកិត្តិយសនិងទ្រព្យសម្បត្តិជាច្រើនចំនួនទៅមុខទៀតនេះពិតជាឱកាសមួយក្នុងមួយជីវិតហើយលោកពូវីដែលទាន់ក្តៅព្រោះឱកាសមានតែពេលនេះទេតើលោកពូចង់ឃើញគេដំណើររាប់រយឆ្នាំរបស់គ្រួសារតកូលលីនត្រូវបំផ្លាញចោលក្នុងរយៈពេលតែមួយថ្ងៃមែនទេរឿងនេះទុកឲ្យខ្ញុំពិចារណាសិនចុះខ្ញុំដឹងថាលោកពូជាមនុស្សមានហេតុផលលោកពូស៊ីមីនឹងរងចាំដំណឹងល្អពីលោកពូអាជនក្បត់ជាតិម្នាក់នោះវាពិតជាហ៊ានអូសទាញខ្ញុំឲ្យចូលរួមក្នុងការបះបោរមែនវាពិតជាបាត់បង់ម្ចាស់ការទាំងស្រុងហើយលោកម្ចាស់សូមកុំខឹងអីតើយើងនឹងត្រូវធ្វើដូចម្តេចប្រសិនបើយើងបដិសេធគេជំនួសដោយដឹងពីភាពសាហាវខុសខើរបស់ចិនស៊ីមីគេច្បាស់ជាបញ្ជូនពួកយើងទៅឲ្យព្រះអង្គម្ចាស់យូហើយទម្លាក់កំហុសឲ្យពួកយើងពីបន្ទុកក្រឹតដែលយើងមិនបានប្រព្រឹត្តប៉ុន្តែបើពួកយើងមិនបដិសេធទេតើលោកម្ចាស់ពិតជាមានគម្រោងចូលរួមជាមួយពួកគេក្នុងការក្បត់ជាតិមែនទេអាយ៉ាអញមកចំពេលល្អណាស់តើអញគិតថាយើងគួរធ្វើដូចម្តេចចំពោះរឿងនេះលោកម្ចាស់ខ្ញុំគ្រាន់តែជាអ្នកបម្រើបោះសម្អាតដ៏ទាបទាបម្នាក់ប៉ុណ្ណោះតើខ្ញុំអាចដឹងពីរឿងរ៉ាវរដ្ឋដ៏ធំធេងបែបនេះបានយ៉ាងដូចម្តេចទៅនៅក្នុងសៀវភៅច្បាប់ដើមលោកម្ចាស់បានបដិសេធពួកគេចំបន្ទាប់មកចិនស៊ីមីដ៏គួរឲ្យស្រឡាញ់ម្នាក់នោះខណៈពេលដែលធ្វើពុតជាសំទោសនិងផ្ដល់កាដូបានបញ្ជូននរណាម្នាក់ឲ្យមកលួចដាក់សម្បត្តិក្បត់ជាតិនៅក្នុងបន្ទប់អានសៀវភៅបន្ទាប់មកគេក៏បកក្រោយទៅរីកាពីពួកយើងភ្លាមដែលធ្វើឲ្យគ្រួសារមេតបទាំងមូលត្រូវកាត់ទោសប្រហារជីវិតខ្ញុំមិនអាចបណ្ដោយឲ្យសោកនាដកម្មនោះកើតឡើងម្ដងទៀតបានទេទោះជាយ៉ាងណាក៏ដោយប្រសិនបើខ្ញុំហ៊ាននិយាយតែហេតុអ្វីបានជាយើងមិនធ្វើពុតជាយកព្រមតាមពួកគេសិនទៅធ្វើបែបនោះយើងនឹងមិនបង្ករឿងជាមួយពួកគេឡើយនៅពេលដែលពួកគេលាតត្រដាងផែនការទាំងស្រុងហើយយើងអាចយកភស្តុតាងទៅរីកាជូនព្រះមហាក្សត្រតើលោកគិតយ៉ាងណាដែរល្អណាស់នេះជាល្បិចដ៏អស្ចារ្យមួយពិតជាអស្ចារ្យណាស់នាងតូចឆ្លាតណាស់មិនប្លែកចិត្តទេដែលឈិងហឺតែងតែសរសើរពីភាពឆ្លាតវៃរបស់នាងអីចឹងតើបានជាអ្នកនាងតែងតែសរសើរខ្ញុំជាសម្ងាត់នាងពិតជាល្អចំពោះខ្ញុំណាស់លោកឪពុកបានទៅដំណាក់ព្រះអង្គម្ចាស់យូតើប៉ុន្មានដងហើយហ្នឹងគាត់ស្ទើរតែដើររហូតសឹកមាត់ទ្វារពួកគេទៅហើយលោកឪពុកគ្រាន់តែបញ្ចូលពីអ្នកឪពុកក្មេកនិងកូនប្រសានោះប៉ុណ្ណោះនៅពេលដែលគាត់លួងលោមពួកគេបានសម្រេចគាត់នឹងទទួលបានព័ត៌មានដែលគាត់ត្រូវការជំនាញសម្ដែងរបស់លោកម្ចាស់ចូលកៅនឹងធ្វើពុតជាបងប្អូននឹងគ្នារាល់ដងព្រះអង្គម្ចាស់យូប្រហែលជាគិតថាគាត់ជាបាក់ពួកតែមួយមែនទែនហើយប្រសិនបើព្រះអង្គម្ចាស់យូមិនបន្ធូរការប្រុងប្រយ័ត្នទេយើងនឹងមិនអាចទទួលបានភស្តុតាងរឹងមាំឡើយការធ្វើជាចារកម្មបង្កប់ខ្លួននេះពិតជារំភើបជាងរឿងភាគចារកម្មណាទាំងអស់ដែលខ្ញុំធ្លាប់មើលទៅទៀតមេតបលីនលោកគឺជាសោទ្រូងនៃប្រទេសជាតិយើងនៅពេលដែលយើងទទួលបានជោគជ័យគ្រួសារមេតបនឹងទទួលបានឋានៈជាព្រះរាជានុសិទ្ធលោកពូយើងនឹងចាប់ផ្ដើមការបះបោរនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី5នៃខែក្រោយនៅពេលនោះកងកម្លាំងជំរំភាគខាងជើងនឹងស្ថិតនៅក្រោមការបញ្ជារបស់លោកនឹងវីលោកចូលវាំងតាមច្រកទ្វារសៀងវូខណៈពេលដែលមនុស្សរបស់យើងគ្រប់គ្រងទ្វារទាំង9យើងនឹងកាប់ផ្ដាច់រាល់ការប្រាស្រ័យតាក់ទងទាំងអស់ពីរាជធានីយើងនឹងវីប្រហារទាំងពីខាងក្នុងនិងខាងក្រៅទោះជាយ៉ាងណាក៏ដោយថ្មីនេះព្រះរាជាបានចាត់តាំងវេនល្បាតរបស់កងការពារវាំងឡើងវិញមេបញ្ជាការយាមទ្វារជាច្រើនត្រូវបានផ្លាស់ប្ដូរបើគ្មានផែនទីពង្រីកកម្លាំងលម្អិតទេនៅពេលនោះខ្ញុំបារម្ភថាអាចនឹងមានបញ្ហាខុសឆ្គងកើតឡើងស៊ីមីទៅយកផែនទីការពារជាតិមកឲ្យមេតបលីនមើលបន្តិចទៅបច្ចេកទេសបិទត្រាក្រមួននេះមើលទៅហាក់ដូចជាសាំភ្នែកណាស់ក្រាបទូលព្រះអង្គម្ចាស់តើទូបង្គំសុំមើលឲ្យចិត្តបន្តិចបានទេវាគ្រាន់តែជាសេចក្តីព្រាងដែលត្រូវបានបិទត្រាប៉ុណ្ណោះប្រសិនបើលោកមេតបចង់មើលអញ្ជើញចុះសូមមើលទៅលោកពូលោកម្ចាស់យើងត្រូវតែប្រុងប្រយ័ត្នគ្រប់រឿងទាំងអស់នេះប្រៀបដូចជាការលេងជាមួយខ្លាអញ្ចឹងកុំបារម្ភអីលោកស្រីពួកក្បត់ជាតិដ៏ពីពលទាំងនេះពួកគេគិតថាខ្ញុំលីនសានទីនញីនឹងចាញ់បោកណាស់មែនទេនេះគឺជាសម្បត្តិក្បត់ជាតិខ្លាំងៗដែលបង្កើតឡើងដោយព្រះអង្គម្ចាស់យូ
គាត់មានផែនការប្រើវាដើម្បីទម្លាក់កំហុសលើត្រូវរបស់គាត់បន្ទាប់ពីទទួលបានជោគជ័យខ្ញុំបានយកវាពីលើទៅដោយធ្វើពុតជាស្រវឹងហើយមិនបានប្រគល់វាវិញឡើយនេះគឺជាភស្តុតាងដែលមិនអាចប្រកែកបានក្នុងរយៈពេល1ខែកន្លងមកនេះផែនការបះបោរទាំងស្រុងរបស់ព្រះអង្គម្ចាស់យោបញ្ជីឈ្មោះអ្នករួមគំនិតនិងសម្បត្តិនេះគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំទាំងអស់ដល់ពេលត្រូវប្រមូលសំណាញ់ហើយព្រះអង្គម្ចាស់យកពិតជាខ្លាំងធំមែនហើយនឹងចិនស៊ីមីនោះទៀតយើងបានប្រព្រឹត្តចំពោះពួកគេយ៉ាងល្អហួសពីការស្មានទៅទៀតតែពួកគេបែរជាហ៊ានរៀបចំផែនការបះបោរទៅវិញទូបង្គំនិយាយតែការពិតប៉ុណ្ណោះភស្តុតាងទាំងអស់គឺនៅទីនេះហើយសូមព្រះអង្គទ្រង់ពិនិត្យមើលការពិតផងមន្ត្រីលេងភាពស្មោះត្រង់របស់លោកគឺមិនរង្គោះរង្គើឡើយយើងមានសេចក្តីត្រេកអរជាខ្លាំងលើកនេះយើងត្រូវអរគុណលោកហើយបើមិនដូច្នោះទេយើងប្រហែលជាត្រូវគេបិទភ្នែកបិទត្រចៀកហើយត្រូវស្លាប់ក្រោមមុខដៅរបស់ឃាតករជាមិនខានទូបង្គំរស់បានដោយសារព្រះមហាករុណាธิคุณរបស់ព្រះអង្គដើម្បីជួយសម្រាលទុក្ខធុរៈរបស់ព្រះអង្គវាជាកាត់ប្រកេតដែលទូបង្គំហ៊ានស្លាប់រាប់ពាន់ដងក៏មិនស្ដាយក្រោយដែរបើពួកគេចង់បះបោរឲ្យពួកគេសាកល្បងមើលទៅយើងចង់ដឹងណាស់ថាពួកគេមានសមត្ថភាពដល់កម្រិតណាចេញរីសាររបស់យើងយប់នេះឲ្យកងរក្សាព្រះអង្គ300អ្នកបន្លំខ្លួនជាជនស៊ីវិលហើយឲ្យពួកគេបង្កប់ខ្លួនស្ទាក់វីឆ្មក់នៅក្បែរទ្វារវាំងនៅខាងក្នុងសាលធំដាក់បង្រីកម្លាំងនៅពីក្រោយទាំងបាំងភ្នែកទូបង្គំទទួលរាជបញ្ជានៅពេលដែលព្រះអង្គម្ចាស់យកឡើងគ្រងរាជនៅព្រឹកស្អែកខ្ញុំនឹងក្លាយជាអ្នកនៅពីក្រោយភាពជោគជ័យរបស់ទ្រង់លីងឈីងហឺត្រកូលលេនបន្តពីថ្ងៃនេះទៅខ្ញុំនឹងធ្វើឲ្យពួកឯងគ្រប់គ្នាត្រូវសងថ្លៃវិញឲ្យខាន់តែបានតើមានរឿងអ្វីកើតឡើងហ្នឹងហួសពេលកំណត់យូរហើយហេតុអ្វីបានជាកងទ័ពរបស់ Lin Jinshin មិនទាន់បង្ហាញខ្លួនទៀតតើគាត់បដូរចិត្តហើយមែនទេមិនអាចទៅរួចទេគាត់បានចូលរួមជ្រៅពេកជាមួយយើងទៅហើយគ្មានផ្លូវដកថយឡើយក្រាបទូលព្រះអង្គម្ចាស់គ្មានពេលត្រូវបង្អង់ទៀតទេចូលអនុវត្តតាមផែនការបម្រុងទៅចូលទៅក្នុងវាំងភ្លាមហើយទម្លាក់កំហុសលើ Lin Jinshin ពីបាត់ក្បត់ជាតិព្រះរាជានឹងបញ្ជាឲ្យចាប់ខ្លួនគាត់ភ្លាមនៅពេលដែលគាត់ត្រូវកាត់ក្បាលយើងនឹងឆ្លៀតឱកាសនោះដើម្បីធ្វើរដ្ឋប្រហារក្រាបទូលព្រះអង្គទូបង្គំមានរឿងបន្ទាន់ត្រូវរាយការណ៍មេតប Lin Jinshin បានលួចតាក់ទងជាសម្ងាត់ជាមួយប្រទេសស្រូវហើយកំពុងរៀបចំផែនការបះបោរទូបង្គំបានប្រថុយជីវិតដើម្បីលួចចូលទៅក្នុងជំរំស្រូវហើយបាននៅផ្ទាល់ត្រជាពេលដែលគាត់កំពុងពិភាក្សាសម្ងាត់ជាមួយបេសកជនបរទេសឥឡូវនេះភស្តុតាងគឺមិនអាចប្រកែកបានឡើយព្រះអង្គក៏ប្រហែលជាបានកត់សម្គាល់ឃើញពីភាពមិនប្រក្រតីរបស់មេតប Linនេះពេលថ្មីនេះដែរគាត់បានចល័តកងទ័ពជំរំភាគខាងជើងជាច្រើនដងដោយគ្មានការអនុញ្ញាតទូបង្គំគ្រាន់តែធ្វើពុតជាសហការជាមួយលោកម្ចាស់ឆេងដើម្បីលាតត្រដាងហិច្ឆតាដល់សហគមន៍របស់គាត់ប៉ុណ្ណោះសូមព្រះអង្គបញ្ជាឲ្យចាប់ខ្លួនជនក្បត់នេះជាបន្ទាន់តើមានរឿងអ្វីកើតឡើងនៅទីនេះព្រះអង្គម្ចាស់យូចិនស៊ីមីពួកឯងទាំងពីរនាក់ហ៊ានណាស់ក្រឡាព្រះបាទទូបង្គំត្រូវបានបង្ខិតបង្ខំដោយព្រះអង្គម្ចាស់យកទូបង្គំជាមនុស្សមានឋានៈទាបនិងគ្មានឥទ្ធិពលអ្វីឡើយទូបង្គំមិនហ៊ានប្រឆាំងឡើយនិយាយបន្តទៅព្រះនាងអាចធ្វើជាសាក្សីឲ្យទូបង្គំបានបដិសេធតាំងពីដំបូងមកម្លេះគឺព្រះអង្គម្ចាស់យកទេដែរគំរាមកំហែងដល់ជីវិតគ្រួសារទូបង្គំទាំងមូលទើបទូបង្គំគ្មានជំរឿក្រៅពីធ្វើតាមហើយលេង Kinga បេះដូងរបស់ទូបង្គំតែងតែជារបស់ Kinga តែម្នាក់គត់គឺព្រះនាងទេដែលតោងទាមទូបង្គំត្រូវបានបង្ខំចិត្តរៀបការជាមួយនាងទូបង្គំមិនដែលក្បត់នឹងវិមានមេតបឡើយទូបង្គំពិតជាស្អាតស្អំណាស់គេពិតជាមានមុខហាសម្រាប់ស្រីស្អាតប្រុសស្អាតណាចង់ប៉ាវកាហ្វេមកអេដមីនអីអាចប៉ាវតាមនេះបានណាបងទាំងអស់គ្នាអរគុណបងទាំងអស់គ្នាមកនិយាយដល់ខ្ញុំទៀតផងគ្រួសាររបស់ព្រះអង្គម្ចាស់យាយទាំងមូលត្រូវកាត់ទោសប្រហារជីវិតហើយព្រះនាងត្រូវបានឃុំខ្លួននៅវិហារ Watching ឥឡូវនេះនៅពេលដែលអ្នកបង្អែករបស់គេដួលរលំគេក៏ប្រញាប់ព្យាយាមវាត្រឡប់មករកអ្នកស្រីរបស់ខ្ញុំវិញស្បែកមុខរបស់អាម្នាក់នេះក្រាស់ជាងកំផែងព្រះបរមរាជវាំងនឹងច្រាវជាងទឹកគូក្រុងទៅទៀតពួកយាមនាំខ្លួនវាទៅគុកកងឹតហើយវាឲ្យស្ទើរតែស្លាប់ទៅចាំមើលថាតើវាហ៊ានមកពាក់ព័ន្ធនឹងពួកយាមទៀតដែរឬទេចាសអ្នកស្រីគួរឲ្យធូរចិត្តណាស់ចុងក្រោយអ្នកស្រីរបស់ខ្ញុំលែងនិយាយច្រើនទៀតហើយផ្ទុយទៅវិញនាងបានបញ្ជាឲ្យវាឲ្យមកតែម្ដងគ្រួសាររបស់យកត្រូវបានប្រហារជីវិតហើយព្រះនាងរស់រានមានជីវិតបានក៏ដោយសារតែព្រះឲ្យការជំនួសឲ្យការចម្លងគម្ពីរដោយស្ងប់ស្ងាត់នាងបែរជាប្រើប្រាស់គ្រប់ទំនាក់ទំនងដើម្បីធានាខ្លួនឆេមចេញមកក្រៅល្អណាស់អញចង់ជួយសង្គ្រោះគេមែនទេខ្ញុំនឹងបន្ថែមគ្រឿងទេសខ្លះទៅក្នុងរឿងនេះសម្រាប់ឯងអូកញ្ញាអ៊ីពិតជាចិត្តទូលីណាស់ជួយខ្ញុំសម្ដែងរឿងមួយមកតើសម្ដែងរឿងបែបណាទៅតូបលោកតែនៅខាងក្រៅហើយធ្វើជាជួបដោយចៃដន្យជាមួយមេដោះយ៉ាវដែលជាមនុស្សចំណិតរបស់ព្រះនាងបន្ទាប់មកនិយាយថាអញកំពុងមានផ្ទៃពោះកូនរបស់ឆេនឆេមេហើយអង្វរសុំយុទ្ធធម៌ពីព្រះនាងខ្ញុំថែមទាំងបានរៀបចំសម្បត្តិស្នេហាដែលសរសេរដោយដៃផ្ទាល់របស់គេទៀតផងមានតែប៉ុណ្្នឹងទេហ៎ងាយស្រួលណាស់
មេដោះយ៉ាវសុំអង្វរឲ្យលោកស្រីត្រូវតែជួយខ្ញុំផងខ្ញុំកំពុងមានផ្ទៃពោះកូនរបស់លោកប្រុស Chen ប៉ុន្តែឥឡូវនេះគាត់នៅក្នុងគុកហើយខ្ញុំគ្មានអ្នកណាអាចពឹងពាក់បានឡើយខ្ញុំគ្រាន់តែសូមក្តីមេត្តាពីព្រះនាងប៉ុណ្ណោះអនុញ្ញាតឲ្យខ្ញុំបានជួបលោកប្រុស Chen ជាលើកចុងក្រោយផងនាងទៅតែនិយាយថាអីមែនហ្នឹងកូនរបស់ Chen មែនហ៎នេះជាសម្បត្តិដែលលោកប្រុស Chen បានសរសេរមកខ្ញុំគាត់និយាយថាគាត់នឹងរៀបការជាមួយខ្ញុំភ្លាមពេលដែលគាត់ចេញមកក្រៅគាត់ថែមទាំងបានស្បស្បៃពីស្នេហាដ៏អស់កលុកជានិច្ចដោយសន្យាថានឹងមិនបោះបង់ខ្ញុំចោលឡើយព្រះនាងខ្ញុំបានស៊ើបអង្កេតនៅឯទន្លេស៊ូអៃសៀនរួចហើយសម្បត្តិនេះពិតជាសរសេរដោយដៃផ្ទាល់របស់លោកម្ចាស់ច័ន្ទពិតមែនស្រីម្នាក់នោះមយូដិនពិតជាមនុស្សស្រីដែលគាត់តែងតែទៅរកហើយនាងពិតជាមានផ្ទៃពោះមែនមិនបោះបង់គ្នាទៅវិញទៅមកពិតមែនហើយខណៈពេលដែលខ្ញុំនៅទីនេះខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីគេបែរជាទៅលេងសើចជាមួយស្រីក្នុងផ្ទះបន្ទវិញព្រះនាងសូមព្រះទេត្រជាក់សិនប្រសិនបើរឿងនេះលេចទៅក្រៅគេឈ្មោះរបស់ព្រះនាងនឹងត្រូវខូចខាតជាមិនខានផ្សព្វផ្សាយដំណឹងនេះទៅចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចាន់ស៊ីមីគឺចប់គ្នាហើយអ្នកណាដែលព្យាយាមជួយសង្គ្រោះគេនឹងក្លាយជាស្រូវរបស់ខ្ញុំតែអញទេនៅពេលដែលស្គរលាន់ឡើងគ្រួសារទាំងមូលរបស់ព្រះអង្គម្ចាស់យូនឹងត្រូវកាត់ក្បាលចំពោះបាតុក្រិតក្បត់ជាតិពួកចង់តង់ឡើងឋានៈខ្ពស់មួយចំនួនក៏មិនអាចគេផុតដែរដូចគ្នាទេខ្ញុំមិនចង់ស្លាប់ទេខ្ញុំជាបណ្ឌិតឯកថ្មីខ្ញុំនៅមានអនាគតដ៏រុងរឿងនៅខាងមុខទៀតរាជសារបានមកដល់ហើយទទួលរាជបញ្ជាពីឋានសួគ៌ព្រះចៅអធិរាជមានរាជចំការថាស៊ីនស៊ីមីត្រូវបានសង្ស័យថាមានការពាក់ព័ន្ធនឹងករណីពុករលួយរបស់រាជវង្សយោងតាមច្បាប់ត្រូវតែមានការប្រន្ទាទោសយ៉ាងធ្ងន់ធ្ងរទោះជាយ៉ាងណាក៏ដោយពិចារណាលើទំនាក់ទំនងរបស់គេជាមួយភូមិគ្រឹះមេតបការពីជាតិគេត្រូវបានលើកលែងទោសធ្ងន់ធ្ងរហើយត្រូវបានប្រកល់ខ្លួនទៅឲ្យភូមិគ្រឹះមេតបដើម្បីចាត់ការទាំងស្រុងចុះរាជសារប្រកល់ខ្លួនទៅឲ្យភូមិគ្រឹះមេតបទោសប្រហារជីវិតត្រូវបានលើកលែងហើយហាហាខ្ញុំដឹងហើយថាវាត្រូវតែអញ្ចឹងឋានសួគ៌មិនបានបោះបង់ខ្ញុំឡើយគេឈួតដោយសារតែការភ័យខ្លាចហើយមែនទេប្រកល់ខ្លួនទៅឲ្យមេតបលីននាងនឹងបោះស្បែកអញទាំងរួមមិនខានឈីងហ្វាច្បាស់ជាឈីងហ្វាហើយដែលទៅអង្វរព្រះចៅអធិរាជចុងក្រោយនាងនៅតែមិនដាច់ចិត្តឃើញខ្ញុំស្លាប់ដដែលមនុស្សស្រីគឺបែបនឹងឯងទោះបីជានិយាយពាក្យសម្ដីអាក្រក់យ៉ាងណាក៏ដោយក្នុងចិត្តរបស់នាងនៅតែមានរូបខ្ញុំជានិច្ចតើសេចក្តីស្រឡាញ់10ឆ្នាំអាចបញ្ចប់ទៅដោយញីយ៉ាងដូចម្ដេចឲ្យតែខ្ញុំបន្ទាបខ្លួនបន្តិចហើយនិយាយពាក្យផ្អែមល្ហែមដាក់នាងមែនហើយខ្ញុំនៅតែអាចត្រឡប់មកវិញបានឈីងហ្វាអញមកហើយខ្ញុំដឹងថាអញមិនបោះបង់ខ្ញុំចោលទេឈីងហ្វាសុំនាំខ្ញុំចេញពីទីនេះទៅណាខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំដូចជាត្រូវខ្មោចចូលខ្ញុំបាត់បង់ម្ចាស់ការលើខ្លួនអញខ្ញុំត្រូវបានព្រះនាងម្នាក់នោះលបួងឲ្យតែអញនាំខ្ញុំចេញទៅបានខ្ញុំនឹងបំរើអញដូចជាទាសករម្នាក់ច័ន្ទស៊ីមីអញនិយាយថាភូមិគ្រឹះមេតបមើងងាយអញហើយពួកយើងប្រព្រឹត្តដាក់អញដូចជាសត្វឆ្កែមួយក្បាលចុះឲ្យខ្ញុំសួរអញមើលតើលោកឪពុកធ្លាប់លាក់លុយសំបីតែមួយកាក់មួយសេនសម្រាប់ថ្លៃសិក្សារបស់អញទេតើលោកម្ដាយធ្លាប់ខកខានមិនបានផ្ដល់អវរងាសំបីតែមួយអាប់ដល់អញដែរឬទេហើយខ្ញុំលៀងឈីងហឺតើខ្ញុំធ្លាប់និយាយពាក្យសម្ដីអសរោះសំបីតែមួយម៉ាត់ដាក់អញដែរទេភូមិគ្រឹះមេតបបានឧបត្ថម្ភការសិក្សារបស់អញអស់រយៈពេល10ឆ្នាំលោកបានជួយជ្រោមជ្រែងអញតាំងពីជាអ្នកសំទានរហូតក្លាយជាអ្នកប្រាក់កម្ពុជាម្នាក់ហើយតើអញបានធ្វើអ្វីខ្លះនៅក្នុងរាជវាំងចោទប្រកាន់អ្នកមានគុណរបស់ខ្លួនដោយភូតកុហកថាជាជនក្បត់ជាតិអញកំពុងព្យាយាមបញ្ជូនគ្រួសាររបស់យើងទាំងមូលទៅកាន់កន្លែងប្រហារជីវិតសូម្បីតែសត្វឆ្កែក៏មិនរំលគុណដូចអញដែរល្មមហើយតើនាងដឹងអីខ្លះពួកអញកើតមកមានគ្រប់យ៉ាងរស់នៅលើខ្ពស់ជាងពួកយើងសេចក្តីសប្បុរសរបស់ពួកឯងវាគ្រាន់តែដើម្បីបំពេញចិត្តចង់ឈ្នះនិងភាពខ្ពង់ខ្ពស់របស់ខ្លួនឯងតែប៉ុណ្ណោះភាពខ្ពង់ខ្ពស់អីភាពខ្ពង់ខ្ពស់អីទៅប្រាប់ខ្ញុំដោយមុនសកាស្អាតស្អមើតាំងពីយើងនៅក្មេងតើខ្ញុំលីនឈីងហឺធ្លាប់បង្អួតគ្រឿងអលង្ការសំបីតែមួយដុំនៅចំពោះមុខអញទេឬសំបីតែរោគមួយកំ pl តើខ្ញុំធ្លាប់សើចចំអកឲ្យអញសំបីតែម្ដងទេដែលអញជាក្មេងកំព្រាទេខ្ញុំមិនដែលធ្វើទេព្រោះខ្ញុំមិនដែលធ្វើបែបនោះសំបីតែម្ដងគឺភាពគ្មានសុវត្ថិភាពនិងភាពលោភលន់របស់អញទេដែលធ្វើឲ្យអញខ្លាចជាបិសាចបែបនេះគុំទម្លាក់កំហុសនៃភាពថោកទាបរបស់ខ្លួនឯងទៅលើអ្នកដទៃអីគេឈួតហើយអ្នកនាងរបស់ខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់ពេលនេះអាម្នាក់នោះគ្មានសេចក្តីថ្លៃថ្នូរសេះសល់សម្រាប់ជ្រកកោនទៀតឡើយអាយ៉ាល្ខោនចប់ហើយតោះយើងទៅផ្ទះវិញអស្ចារ្យណាស់សម្ដីរបស់អ្នកនាងវ័យក្មេងគួរតែត្រូវបានឆ្លាក់នៅលើខ្លោងទ្វារមុខហើយគោរពបូជារៀងរាល់ថ្ងៃជឿទេខ្ញុំមិនអីទេអ្នកនាងគ្រាន់តែប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះក្បាលខ្ញុំរឹងមាំណាស់
ខ្ញុំចាំបានហើយអ្នកនិពន្ធសៀវភៅប្រយោជន៍នេះតាមពិតទៅគឺជាមនុស្សឆ្លៀតឱកាសដែលបំផ្លាញគ្រួសារអ្នកដទៃក្នុងជីវិតពិតនាងបានសរសេរទង្វើដ៏គួរឲ្យខ្ពើមរអើមរបស់ខ្លួនឯងទៅជាប្រឡំលោកដោយបំផ្លាញជីវិតអ្នកមានគុណរបស់នាងគ្រាន់តែដើម្បីបំពេញចិត្តគំនិតដ៏វិវេរបស់នាងវាគ្រាន់តែជាការឆ្លុះបញ្ចាំងពីការប៉ុនប៉ងរបស់អ្នកនិពន្ធដ៏ថោកទាបម្នាក់នោះដើម្បីលាងជម្រះកំហុសខ្លួនឯងតែប៉ុណ្ណោះអាយ៉ាឯងនិយាយត្រូវហើយនេះគ្រាន់តែជាការសម្ដែងល្ខោនកំ pl ែងដ៏គួរឲ្យអស់សំណើចប៉ុណ្ណោះតោះយើងទៅត្រឡប់ទៅវិញហើយរៀបចំផែនការឲ្យបានច្បាស់លាស់ពីរបៀបដោះស្រាយជាមួយក្លឹបម្នាក់នេះដើម្បីធានាថាគេទទួលបានទីបញ្ចប់តែគេសឹមនឹងទទួលបានតាមគំនិតខ្ញុំសូម្បីតែការកាត់សាច់ជាពណ៌ដុំរហូតដល់ស្លាប់ក៏មិនទាន់គ្រប់គ្រាន់ដែរការផ្ដល់ឲ្យគេនៅសេចក្តីស្លាប់យ៉ាងឆាប់រហ័សគឺមានក្តីមេត្តាខ្លាំងពេកហើយគេត្រូវតែទទួលផលជិះមិនរួចពីក្របពូជដែលវិញជូរចត់ដែលគេបានសាប់ព្រោះអាយ៉ាតាឯងគិតយ៉ាងណាដែរអ្នកនាងតើមោទនភាពដ៏អស្ចារ្យបំផុតរបស់គេមិនមែនជាការជន់ឈ្លីច្បាប់ទេបើអញ្ចឹងយើងបង្ហាញគេទៅថាតើច្បាប់ដោះស្រាយជាមួយគេយ៉ាងពិតប្រាកដដោយរបៀបណាដោយប្រគល់គេទៅឲ្យអាជ្ញាធរដើម្បីកាត់ទោសតាមផ្លូវច្បាប់ពីបទក្បត់ជាតិរំលគុណនិងការក្លែងបន្លំភស្តុតាងគេនឹងត្រូវកាត់ទោសគ្រប់បទចោទប្រកាន់ទាំងអស់ត្រូវកាត់ទោសឲ្យធ្វើពលកម្មធ្ងន់ធ្ងរដោយគ្មានសង្ឃឹមថានឹងអាចងើបឡើងវិញបានទៀតឡើយបញ្ជូនគេទៅអណ្ដូងរ៉ែទៅប៉ុណ្ណឹងនៅតែល្អពេកសម្រាប់គេហើយខ្ញុំមានគំនិតមួយស្ដាប់នេះមើលអីចឹងសម្រាប់តាមនឹងចុះអ្នកនាងលោកប្រុសមនុស្សមកពីក្នុងវាំងបានមកដល់ហើយព្រះរាជាទ្រង់បានប្រណីសន្តោសហើយទ្រង់មានបន្ទូលថាដោយសារតែចិនស៊ីមីមកពីភូមិគ្រឹះមេតបដូច្នេះភូមិគ្រឹះទទួលបានសិទ្ធិពេញលេញក្នុងការចាត់ការគេឈិនហាខ្ញុំដឹងថាខ្ញុំខុសហើយគិតដល់រឿងដែលពួកយើងធំធាត់មកជាមួយគ្នាផងទៅនិយាយបន្តទៀតទៅអូននៅចាំរដូវរងានោះទេនៅពេលដែលអូនដេញពិននៅក្នុងបន្ទប់សិក្សាហើយបងឈប់ស្ដាប់នៅក្រៅបង្អួចពេញមួយយប់នោះហើយនៅថ្ងៃដែលបងប្រឡងជាប់ជាបណ្ឌិតកញ្ចប់ក្រអូបដែលអូនប៉ាក់ឲ្យបងដោយផ្ទាល់ដៃនោះឈិនឡាពួកយើងធ្លាប់មានពេលវេលាដ៏ល្អបែបនេះជាមួយគ្នាអូននៅតែមានចិត្តលើបងមែនទេជួយបងផងនាំបងចេញពីទីនេះទៅបងចិនស៊ីមីនឹងស្រឡាញ់តែអូនម្នាក់គត់អស់មួយជីវិតគេពិតជាមានសេចក្តីក្លាហានហ៊ានលើកយករឿងនឹងមកនិយាយមែនគេមានបំណងច្បាស់ណាស់នៅពេលដែលគេលុតជង្គង់នៅហាងស្រាសុំសាផ្សារវាជាល្បិចដែលគ្មានខុសគ្នាតតែសោះការចងចាំទាំងនោះគឺជារឿងពិតដែលធ្វើឲ្យរឿងនេះកាន់តែគួរឲ្យខ្ពើមរអាំថែមទៀតអញ្ចឹងតាមពិតទៅអូននៅចាំរឿងទាំងអស់នឹងតើដុតមាត់វាទៅបោះវាចូលទៅក្នុងផ្ទះបនបរោះថ្នាក់ទីបំផុតទៅតើវាមិនចូលចិត្តលក់មនុស្សទៅផ្ទះបន្តិចអីឲ្យវាស្គាល់រសជាតិដែលខ្លួនឯងធ្លាប់ធ្វើដាក់គេខ្លះទៅលោកម្ចាស់លោកស្រីដំណឹងនេះបានល្បីខ្ចោះខ្ចាយពេញរាជធានីហើយសិនស៊ីមីត្រូវបានគេទម្លាក់ឋានៈទៅជាវណ្ណៈទីបំផុតហើយចុងក្រោយគេពិតជាធ្លាក់ខ្លួនទៅដល់កន្លែងបែបនោះមែនកិត្តិយសរបស់គេក្នុងនាមជាបណ្ឌិតជើងឯកពេលនេះត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ហើយសមុខវាហើយវាចង់លូបប្អូនស្រីខ្លួនឯងទៅផ្ទះបនឥឡូវនេះខ្លួនវាផ្ទាល់បែរជាធ្លាក់ចូលក្នុងរបបនឹងវិញទីបំផុតយុទ្ធធម៌ត្រូវបានផ្ដល់ឲ្យហើយហាវាខំប្រឹងប្រែងចង់ធ្វើបាបកូនស្រីខ្ញុំណាស់ឥឡូវនេះកាំពីបានធ្លាក់លើវាហើយអាមីតូហ្វូអ្នកដែលធ្វើអំពើអយុត្តិធម៌ច្រើនគង់តែត្រូវវិនាសក្រឡេកមើលទៅក្រោយវិញចំពោះគ្រោះថ្នាក់ក្នុងឆ្នាំកន្លងទៅនេះការបះបោររបស់ព្រះអង្គម្ចាស់យូការបង្កាច់បង្ខូចរបស់ចិនស៊ីនីរាល់ឧបាយកលនីមួយសុទ្ធតែគ្រប់គ្រាន់នឹងបំផ្លាញត្រកូលលីនរបស់យើងឲ្យវិនាសសូន្យអស់កលឹបជានិច្ចប្រសិនបើគ្មានអីទេភូមិគ្រឹះមេតបប្រហែលជាខ្លាចជាឆ្នន់ជន់ឡើងរបស់ចិនស៊ីនីជាយូរមកហើយជើងជ្រូកគ្នារងាស់បានភ័យល្អណាស់អ្នកនាងនិយាយសរសើរខ្ញុំឡើងអៀនអស់ហើយលើកលែងតែរឿងដែលចាប់ដើមដោយស្គ្រីបលួចមើលមុននោះទេនឹងឯងតើនរណាប្រើឲ្យអាមនុស្សអាក្រក់នោះមកធ្វើបាបទេពធីតារបស់ខ្ញុំអ្នកនាងលើកជើងខ្ញុំខ្លាំងពេកហើយវាសមុខហើយដែលហ៊ានមកធ្វើបាបអ្នកនាងហើយថែមទាំងចង់ធ្វើបាបលោករស់និងលោកម្ចាស់ទៀតអីយីទឹកចិត្តដ៏ល្អរបស់អ្នកចំពោះភូមិគ្រឹះមេតបលីនចិនធាននឹងមិនបំភ្លេចឡើយចាប់ពីថ្ងៃនេះទៅមិនអនុញ្ញាតឲ្យអ្នកហៅខ្លួនឯងថាជាអ្នកបម្រើទៀតឡើយខ្ញុំនឹងទទួលអាយ៉ាធ្វើជាកូនស្រីរបស់ខ្ញុំចាប់ពីពេលនេះទៅឯងគឺជាអ្នកនាងទី2នៃភូមិគ្រឹះមេតបហើយហាប៉ុន្តែខ្ញុំមិនចេះធ្វើអ្វីសោះនឹងក្នុងខួរក្បាលឯងគិតតែពីរឿងស៊ីចុកប៉ុណ្ណោះចាប់ពីពេលនេះទៅឯងគឺជាប្អូនស្រីបង្កើតរបស់បងហើយឯងអាចដើរងើបមុខឡើងនៅគ្រប់ទីកន្លែងក្នុងរាជធានីបងប្រុសម្នាក់នេះនឹងនៅពីក្រោយខ្នងការពីឯងក្មេងល្អឯងមិនអាចគេចវិសពីការហៅខ្ញុំថាម៉ែធွာបានឡើយទេចាប់ពីពេលនេះទៅពួកយើងជាបងប្អូនស្រីនឹងគ្នាពិតប្រាកដហើយតាមពិតទៅខ្ញុំនៅមានល្បិចជាច្រើនទៀតសម្រាប់ទប់ទល់នឹងពួកមនុស្សអាក្រក់គ្រាន់តែខ្ញុំមិនទាន់មានឱកាសបានប្រើពួកវាប៉ុណ្ណោះរក្សាវាទុកចុះកាយសំណាងតូចរបស់ខ្ញុំថ្ងៃនេះភូមិគ្រឹះមេតបទទួលយកអាយ៉ាធ្វើជាកូនស្រីធွာជាផ្លូវការចាប់ពីថ្ងៃនេះទៅឯងគឺជាអ្នកនាងទី2នៃភូមិគ្រឹះមេតបកូនល្អបើមាននរណាហ៊ានធ្វើបាបកូននៅថ្ងៃមុខម៉ែនឹងខ្លាចជាអ្នកដំបងគេដែលចេញមុខការពីកូនអបអរសាទរផងប្អូនស្រីអរគុណលោកពុកអ្នកម៉ែនិងបងស្រីយ៉ាឥឡូវនេះឯងក៏ជាអ្នកនាងម្នាក់ដែរហើយបើមានបំណងប្រាថ្នាអ្វីគ្រាន់តែប្រាប់មកចុះខ្ញុំមិនទាន់បានគិតដល់ទេឲ្យតែបានញ៉ាំឆ្ងាញ់និងគេងលក់ស្រួលរាល់ថ្ងៃខ្ញុំមានក្តីសុខហើយយ៉ាបើឯងមិនប្រកាន់ទេបងអាចរៀបការជាមួយឯងចាត់ទុកថាជាការសងគុណចុះតើការសងគុណបែបណាទៅនឹងនេះច្បាស់ជាការដាក់ទោសខ្ញុំហើយតើនរណាចង់រៀបការជាមួយមនុស្សរឹងរូសហួសសម័យនឹងគំនិតបុរាណដូចជាបងទៅកូនប្រុសឆោតល្ងងរបស់ម៉ែឲ្យវិធីសងគុណរបស់កូនពិតជាប្លែកខុសគេមែនហាកូនប្រុសច្បងឲ្យកូនប្រុសច្បងទីបំផុតបងជួបគូប្រកួតហើយបងប្រុសធំនេះជាការយកគុណមកសងជីទៅហើយតើយ៉ាបានជួយជីវិតបងតែលើបងចង់ឲ្យនាងខាតបង់មួយជីវិតជាមួយបងទៅវិញខ្ញុំគ្រាន់តែនិយាយលេងតើ
លោកម្ចាស់មានរឿងមិនល្អកើតឡើងហើយលោកម្ចាស់មានរឿងមិនល្អកើតឡើងហើយតើមានរឿងអីត្រូវស្លន់ស្លោម្លេះទើបតែទទួលបានព័ត៌មានមកដល់គេនិយាយថាឆាន់ស៊ីមីបានរត់គេចខ្លួនបាត់ហើយនៅពេលយប់តើអាចទៅរួចយ៉ាងម៉េចទៅពួកឆ្មាំគុកបានយាមកាមយ៉ាងតឹងរឹងបំផុតដែលជាងរបស់គេពីការអស់ហើយគេជាមនុស្សខ្វិនទាំងស្រុងតើគេអាចរត់រួចយ៉ាងម៉េចខ្ញុំក៏មិនសូវច្បាស់ដែរគេថែមទាំងអះអាងថាគេបានតាក់ទងជាសម្ងាត់ជាមួយបាក់ពួកចាស់របស់ព្រះអង្គម្ចាស់យូដើម្បីមកលៀងឈាមភូមិគឺមេតបនិងសងសឹកវិញចាំបន្តិចមានអ្វីម្យ៉ាងមិនប្រក្រតីទេបាក់ពួកចាស់របស់ព្រះអង្គម្ចាស់យូត្រូវបានកម្ចាត់ចោលតាំងពីយូរណាស់មកហើយគេជាមនុស្សពីការគ្មានប្រាក់មួយកាក់ជាប់ខ្លួនផងតើគេអាចទៅតាក់ទងនរណាបានទៅម្យ៉ាងទៀតទីនោះគឺគួរឲ្យអាម៉ាស់ជាងជំរំពលកម្មទៅទៀតគាត់សំបីតែមិនហ៊ានដែលចេញតាមទ្វារមុខផងប្រសិនបើគាត់រត់ចេញទៅហើយត្រូវបានគេស្គាល់ថាជាអ្នកប្រឡងជាប់លេខ1នោះគាត់សុខចិត្តរលួយនៅខាងក្នុងជាជាងរត់គេខ្លួនហើយមើលទៅមេផ្ទះនោះចុះភ្នែករបស់គាត់កំពុងតែរចុះរឡើងទាំងដែលដង្ហើមរបស់គាត់មិនទាំងដកដង្ហើមធំផងប៉ុន្តែគាត់បែរជាចិញ្ញើស្ទើរទៅវិញភាពខុសឆ្គងបង្ហាញច្បាស់នៅលើផ្ទៃមុខរបស់គាត់តែម្ដងអាយ៉ាទៅសួរគាត់ទៅសួរឲ្យបានលម្អិតលោកពូមេផ្ទះមិនបាច់ប្រញាប់ទេតើស៊ីនស៊ីមីរត់គេចខ្លួនដោយរបៀបណាតើគាត់សម្ដៅទៅទីដៅណាគឺខ្ញុំគ្រាន់តែបាននៅពីអ្នកអតីតប៉ុណ្ណោះបាននៅពីអ្នកណាគាត់ជាមនុស្សថ្មីដែលត្រូវបានបញ្ជូនមកពីខាងនោះកន្លែងនោះនៅឆ្ងាយតែពីភ្លុកប៉ុណ្ណោះប្រសិនបើគាត់បានរត់គេចខ្លួនតាំងពីយប់មិញហើយអ្វីបានជាអ្នកចាំរហូតដល់ពេលនេះទើបមករីកាខ្លួនខ្ញុំផ្ទាល់ក៏ទើបតែទទួលបានដំណឹងដែរម្យ៉ាងទៀតមើលស៊ីនស៊ីមីទៅមើលសរសៃពូរបស់គាត់ត្រូវបានកាប់ផ្ដាច់អស់ហើយសូម្បីតែប្រៃខ្លួននៅលើគ្រែក៏ត្រូវការគេជួយដែរតើគាត់អាចវាចេញទៅក្រៅក្នុងភាពងឹតតែម្នាក់ឯងដោយរបៀបណាតើអ្នកណាជាអ្នកបើកទ្វារឲ្យគាត់ហើយអ្នកណាជាអ្នកសែងគាត់ចេញទៅកន្លែងនោះពឹងផ្អែកលើមុខមាត់ជាអ្នកប្រឡងជាប់លេខ1របស់គាត់ដើម្បីរកលុយការបាត់បង់គាត់នឹងធ្វើឲ្យពួកគេខូចខាតច្រើនជាងការបាត់បង់លុយកាក់ទៅទៀតប្រសិនបើគាត់ពិតជារត់គេចខ្លួនមែននោះមកដល់ពេលនេះមនុស្សទូទាំងរាជធានីប្រកាសជាបានឮដំណឹងនេះហើយតើវាពិតជាដល់វេនអ្នកមកនាំដំណឹងនេះមែនទេកុំភ័យអីពិសាដែរបន្តិចទៅគិតឲ្យបានច្បាស់លាស់សិននិយាយចាប់ខ្លួនគាត់ទៅអ្នកស្រីម្ចាស់វ័យក្មេងសូមមេត្តាផងគាត់គឺជាអតីតអ្នកបម្រើដែលធ្លាប់បម្រើចិនស៊ីមីបាទគឺចិនស៊ីមីជាអតីតអ្នកបម្រើដែលធ្លាប់ធ្វើការនៅភូមិគ្រឹះចុងយានគាត់មានត្រកូលវាងគាត់បាននិយាយថាចិនស៊ីមីបានចាត់មនុស្សឲ្យមកតាមរកគាត់បានឲ្យប្រាក់ខ្លះដែលគាត់បានលាក់ទុកនៅខាងក្រៅទៅគាត់បានអង្វរឲ្យគាត់ជួយបញ្ជូនសារចេញទៅក្រៅឲ្យតែមានពាក្យចាំអារម្មណ៍ផ្សព្វផ្សាយថាចិនស៊ីមីបានរត់គេចខ្លួនហើយភូមិគ្រឹះមេតបធ្លាក់ក្នុងភាពវឹកវរពេលនោះចិនស៊ីមីអាចរកឱកាសរត់គេចខ្លួនក្នុងអំឡុងពេលមានភាពវឹកវររត់គេចខ្លួនតែជើងរបស់គាត់ប្រើការមិនកើតតតែសោះគ្រាន់តែចុះពីលើគ្រែក៏គាត់ត្រូវការមនុស្សព្រាដែរតើគាត់អាចរត់រួចយ៉ាងម៉េចទៅហើយចុះអ្នកបម្រើចាស់ឈ្មោះវាងនោះនៅណាលោកប្រុសសូមស្ដាប់ខ្ញុំសិនបុរសឈ្មោះវាងនោះគ្មានបំណងជួយគាត់តតែសោះគាត់គ្រាន់តែលោភលន់ចង់បានលុយថ្លៃនាំសារប៉ុណ្ណោះគាត់បានឲ្យខ្ញុំត្រឡប់មកភូមិគ្រឹះវិញដើម្បីរាយការណ៍ភូតកុហកគាត់និយាយថាទោះជាយ៉ាងណាក៏ចិនស៊ីមីជាប់នៅក្នុងផ្ទះស្រីពេជ្រនោះដែរមិនថាគាត់បង្កការរំខានខ្លាំងប៉ុណ្ណានោះទេគាត់មិនអាចបង្កបញ្ហាពិតប្រាកដអ្វីបានឡើយទោះបីជាការកុហកត្រូវបានលាតត្រដាងនៅពេលក្រោយក៏ដោយវានឹងមិនត្រូវគេបន្ទោសលើគាត់ឡើយអាស្នាមនាំខ្លួនអ្នកបម្រើម្នាក់នេះនិងអតីតអ្នកបម្រើរបស់ចិនស៊ីមីទៅកាន់សាលាខេត្តសានធានស្នើឲ្យចៅហ្វាយខេត្តដាក់ទោសពួកគេទាំងអស់គ្នាឲ្យបានធ្ងន់ធ្ងរទទួលរាជបញ្ជាពីផ្ទៃមេឃព្រះចៅអធិរាជមានព្រះរាជចំការថាត្រូវបានរកឃើញថាអតីតអ្នកបម្រើរបស់ចិនស៊ីមីបានផ្សព្វផ្សាយពាក្យចាំអារ៉ាដើម្បីបំភាន់សាធារណជននឹងបានរៀបចំផែនការមិនសមរម្យត្រូវកាត់ទោសវានឹងដំបង80គ្រាប់និរទេសគ្រាប់នឹងធ្វើពលកម្មធ្ងន់រយៈពេល3ឆ្នាំយើងបានឮថាភូមិគ្រឹះមេតបរក្សាភាពស្ងប់ស្ងាត់ចំពោះមុខវិបត្តិយល់ដឹងយ៉ាងច្បាស់នៅរាល់ព័ត៌មានលម្អិតពិតជាគំរូដ៏ល្អសម្រាប់មន្ត្រីទាំងអស់ហេតុនេះត្រូវបានប្រទាននៅផ្ទាំងមាសចារឹកពាក្យវិភ័យភាពនិងភាពក្លាហានគួរជាទីសរសើរដើម្បីជាកិត្តិយសដល់គុណធម៌ដ៏ឧត្តមឧត្តមរបស់គាត់តាមព្រះរាជក្រឹត្យទូលបង្គំលៀនចិនធានសូមក្រាបថ្វាយបង្គំអរព្រះគុណចំពោះព្រះមហាករុណាธิคุณដ៏ខ្ពង់ខ្ពស់ម្នាក់នេះមិនកាត់ទេអាក្រក់មើលពេកម្នាក់នេះរូបរាងសមរម្យដែរប៉ុន្តែមានស្នាមញញឹមចម្លែកលើមុខមើលទៅដូចជាព្រាននារីពិតចំណែកម្នាក់នេះមើលទៅមានល្បិចកលណាស់គាត់ច្បាស់ជាប្រភេទមនុស្សចូលចិត្តធ្វើបាបគេហើយទេគ្មានម្នាក់ណាប្រើការកាត់ឡើយគ្មាននរណាម្នាក់ស័ក្តិសមនឹងកូនឡើយអ្នកនាងហេតុអ្វីបានជាបង្ខំឲ្យខ្ញុំជាអ្នកជ្រើសរើសទៅវិញពីព្រោះខ្ញុំអាចជឿវាបានដឹងទេសំឡេងក្នុងចិត្តរបស់អ្នកនាងអាចជឿវាផងដែរអ្នកក៏អាចជឿវាដែរមែនទេលោកម៉ែអាចជឿលោកប្រុសពួកយើងបានស្ដាប់វាជាង1ឆ្នាំមកហើយអុយខ្ញុំខ្មាស់គេចង់ស្លាប់ទៅហើយ